Sang ham băng tây prum on bong kum ang rot ni som đạch prang phẹn kia vi đòi kia tha dạng ninh anh Prang put trong ăn nu côn prom to tuol nâng som đanh đòi tón hay bị thái tạm hi vẹn còn căng rona từ cróc trang ti nung hẹn tra chuông prey mực cất tí riêng chánh cho lì lý bị tí nung đòi prang bát nhang sắt chôl put theo chẳng miền bánh cho bẹng tí chi át ôi phật âm rật thế chít ruộng nếp biên tam thom đa chập đám pi nung anh trung xóm đá thoa tê na thưa bột thang cật giá ỏng vô xa xài sập pram bùm thoi bùm bon thu pro yo yu ong vẹn năm xóm rạch pon nhận cam đò xóp sắt tiếng phốp trai hạt nung ấy lơ ninh dương nhom ninh xa tổ cray bò bật lúc ru thay xồm anh chơi thòm mẹn cắt tha ăn nụ ruộng buông bò đi sát đã chóp khát đói mồ ha ôi cát miên bánh nhá pra cót ni tí ninh ngon lấy cầm thi bàn chập đáo hành trắng là xôm chơi Willkommen Cruising chập đáo mà thầm mà cái tha được to tư bạn xuống khăn tôi bị xuống bà chị bật thầm nhưng cả na xong cam thoại bằng cùng đó con cái đằng bầy đây cái đây group đọc bùng bùa xong masca con cha đang xong nhịp số được cru
รมទាំងជំរាបសួរបងរីនិងបងសាលបាទក្នុងឱកាសនេះដោយសារគុណចាស់ទាំងពីរព្រះអង្គមានកំពុងតែជាប់រវល់ស្រង់ទឹកចឹងខ្ញុំកណាសូមសន្ទនាពធមុនខ្លះដើម្បីរងចាំគុណម្ចាស់ចឹងថ្ងៃនេះជាថ្ងៃអាទិត្យហើយកម្មវិធីថ្ងៃនេះក៏មានកម្មវិធី2កម្មវិធីផងដែរកម្មវិធីទី1គឺកម្មវិធីសំណួរចម្លើយតាក់ទងជាមួយនឹងការសិក្សានៅព្រះអភិធម្មម៉ោងទី2គឺជួយលើកទឹកចិត្តទៅដល់មេដាបៃតាដែលមានកូនអូទីសឹមចឹងហើយក៏ចង់បូកសរុបពីការងារដែលបានធ្វើរួចកាលពីរសៀលចឹងហើយក៏ចង់ជំរាបសួរទៅលោកប្អូនរីថាតើក្រោយពីសន្ទនាពធពីកម្មវិធីនេះតើប្អូនមានបានចាំនៅចំណុចណាខ្លះទេបើចាំអាចលើកដើម្បីបកស្រាយដើម្បីបានជាចំណេះសម្រាប់ខ្លួនឯងផងនិងចែករំលែកទៅអ្នកផ្សេងផងបាទសូមអញ្ជើញបងបានជាការសូមអនុញ្ញាតពីលោកគ្រូបាទជាបឋមខ្ញុំកណ្ណាខ្ញុំសូមក្រាបថ្វាយបង្គំដល់គុណកៅទាំង3ដោយក្តីគោរពសូមនមស្ការដល់គុណម្ចាស់គ្រប់ព្រះអង្គហើយក៏សូមជម្រាបសួរលោកគ្រូនិងលោកគ្រូយឹមបងសាបាទចំពោះកម្មវិធីថ្ងៃនេះតាមការអ្វីដែលបានចូលរួមមកហ្នឹងគឺថ្ងៃនេះគឺជាកម្មវិធីល្អមួយសម្រាប់ខ្ញុំលោកគ្រូបាទកម្មវិធីទី1គឺកាលពីយើងធ្វើធម្មទានកន្លងមកតកតងជាមួយនឹងយើងកម្មវិធីយើងបើកវគ្គដំបូងឡើយគឺអត់ដែលតន់ឃើញលោកថាកម្មវិធីខ្លះខ្ញុំអាចភ្លេចប៉ុន្តែថ្ងៃនេះគឺបើកវគ្គមកដំបូងគឺយើងនាំញាតិពធសូត្រនៅមេរៀនគ្រូបាទគឺទី1គឺមេរៀនចិត្តនិងចេតសិកបាទអញ្ចឹងខ្ញុំសម្គាល់មើលគឺជាកម្មវិធីមួយដែលល្អសម្រាប់ព្រឹកនេះដងគឺល្អដូចគ្នាក៏ប៉ុន្តែថ្ងៃនេះគឺមានការចំណាប់អារម្មណ៍មួយដែលថាទី1អាចជាការរំលឹកនិងការជាការភ្ញួចទៅដល់ចំពោះពុទ្ធបរិស័ទដែលចាប់ផ្ដើមរៀននៅមេរៀនចិត្តចេតសិកឲ្យគាត់ត្រៀមខ្លួនក្នុងការសូត្រនៅចេតសិកទាំង52និងចិត្ត121ដួងបាទអញ្ចឹងព្រឹកនេះគឺចំណុចនឹងមួយគឺពិសេសចំពោះខ្ញុំផ្ទាល់នៅពេលដែលចាប់ផ្ដើមសូត្រមកក៏ជាកត្តាមួយជំរុញឲ្យខ្ញុំដូចជាការរំលឹកមេរៀនឡើងវិញដែរបាទហើយឃើញបងប្អូនយើងក៏មានការយកចិត្តទុកដាក់ក្នុងការសូត្រអ្នកខ្លះក៏គាត់មិនទាន់បានចងចាំអស់ក៏គាត់មាននៅមេរៀនហ្នឹងដែលលោកគ្រូបានធ្វើជាបទបង្ហាញកន្លងមកហ្នឹងក៏បានមានការនៅក្នុងទូរស័ព្ទដើម្បីធ្វើការសូត្រវាមើលដោយចំណុចហ្នឹងគឺល្អពេលខ្លះគាត់ទាញទូរស័ព្ទមកគាត់មើលទៅ Facebook អូមើលផ្សេងតែថ្ងៃនេះកន្លែងទៅឃើញពួកគាត់គឺតាក់ទងជាមួយនឹងចេតសិកទាំង52និងចិត្ត121ដួងហ្នឹងគឺគាត់មានគាត់សូត្រគាត់សួរគ្នាអញ្ចឹងក៏ជាចំណុចមួយដែលបង្កើតនៅការវិភាសាក្នុងក្រុមការរៀនសូត្រដែរបាទចំណុចមួយហ្នឹងមួយទៀតថ្ងៃនេះក៏យើងជាកម្មវិធីមួយល្អមួយទៀតដែលបានជ្រាបបញ្ចូលនៅតាក់ទងជាមួយនឹងបញ្ហាគេហៅថាអូទីសឹមលើកឡើងពីសុខភាពបើយើងគិតទៅវាអាចចូលលក្ខណៈមួយថាជាសុខភាពសាធារណៈលោកបាទដើម្បីបញ្ញត្តិអារម្មណ៍ទៅដល់ឪពុកម្ដាយគ្រប់រូបដែលគាត់គួរតែមានពេលវេលាមួយសម្រាប់កូនគាត់ក្នុងការយកចិត្តទុកដាក់នៅក្នុងការមើលថែកូនរបស់គាត់ដើម្បីបង្ការកុំឲ្យមានករណីនឹងកើតឡើងពីព្រោះតាមអ្វីដែលលោកគ្រូជីមគាត់លើកឡើងនឹង
ជា reference ច្បាស់លាស់មួយដែរដែលបានពី website WHO ដែលបានបង្ហាញថាទិន្នន័យតាក់ទងជាមួយនឹងជំងឺ autism នេះគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបាទហើយកត្តាដែលធ្វើឲ្យមានផលប៉ះពាល់ហ្នឹងមានច្រើននឹងហើយអ្វីដែលលោកគ្រូជីមលើកឡើងហ្នឹងក៏មានតាក់ទងជាមួយនឹងកត្តាដែលនាំឲ្យកើតឡើងនិងកត្តាដែលជាវិធីក្នុងការបង្ការកុំឲ្យមានជំងឺនឹងកើតឡើងហើយចំណុចមួយទៀតខ្ញុំក៏ចាប់អារម្មណ៍តាក់ទងជាមួយនឹងបងស្រីម្នាក់ដែលគាត់មានកូនមានជំងឺ autism ចំពោះជំងឺនេះលោកគ្រូបើតាមការខ្ញុំធ្លាប់ដឹងធ្លាប់ឮមកឪពុកម្ដាយមួយចំនួនគឺគាត់អត់ហ៊ានបញ្ចេញនៅថាកូនគាត់មានជំងឺហ្នឹងអញ្ចឹងមានលក្ខណៈថាដូចខ្លាចគេរើសអើងកូនគាត់ណាថាកូនគាត់ចេះកូនគាត់ចោះហើយអ្នកខ្លះជំងឺហ្នឹងពេលច្រើនបើខ្ញុំសង្កេតឃើញអ្វីពេលច្រើនកើតចំពោះអ្នកដែលមានមុខមាត់មានឋានៈដែរហើយអញ្ចឹងគាត់ទីមួយគាត់នៅមានអាភាពមានអ្នកក្នុងខ្លួនណាគាត់មិនហ៊ានប្រាប់គេទេថាកូនគាត់ចេះអញ្ចឹងលោកតែបុគ្គលមួយចំនួនខ្លះគាត់អត់លាក់បាំងទេដូចបងស្រីជាដើមមិនត្រឹមតែមិនលាក់បាំងទេគាត់លើកនៅក្នុងបទបង្ហាញក្នុងការផ្សព្វផ្សាយពធរបស់លោកគ្រូយកមកដាក់ជាសាធារណៈដើម្បីជាចំណេះដឹងមួយចែករំលែកទៅដល់បងប្អូនយើងនៅក្នុងប្រទេសកម្ពុជាឲ្យបានអ្នកដែលបានទស្សនា live ហ្នឹងគឺគាត់បានមើលនិងគាត់បានស្ដាប់និងចាប់យកនៅចំណុចអ្វីដែលល្អៗដែលខាងក្រុមការងារគាត់នឹងលើកឡើងមកបាទហើយតកតងជាមួយនឹងចំណុចហ្នឹងមួយដែរហើយខ្ញុំក៏ចាប់ផ្ដើមពេលដែលគាត់លើកនៅបញ្ហាមួយដែលថាពេលដែលគាត់បាត់កូនណាលោកគាត់បាត់កូនហើយក្នុងនាមជាម្ដាយដែលកូនមានជំងឺជាប់ខ្លួនហើយបាយបាត់កូនហើយក្នុងនាមជាម្ដាយសុខចិត្តសុំផ្អាកពីការងារដើម្បីតាមរកកូនដល់អញ្ចឹងខ្ញុំក៏ចាប់ដើមមួយថាគិតសង្វេគដែរគាត់និយាយមកគាត់យំហើយពួកខ្ញុំមានអារម្មណ៍ថាយើងឈួលដែរព្រោះបាទអញ្ចឹងក៏ចាប់ដើមគិតមកលើខ្លួនឯងវិញគិតមកលើខ្លួនឯងថាកាលពីដែលខ្ញុំអត់តបានសែបមេរៀនរបស់ព្រះសម្មាសម្ពុទ្ធខ្ញុំជាបុគ្គលមួយដែលអានេះខ្ញុំនិយាយហើយនិយាយទៀតរាល់ពីមុនខ្ញុំធ្លាប់លើកដែរអញ្ចឹងថាខ្ញុំជាមនុស្សមួយដែលធ្វើឲ្យឪពុកម្ដាយពិបាកចិត្តតែដល់តែបានឃើញគាត់លើកមកហើយគាត់និយាយមកពីទឹកចិត្តដែលម្ដាយស្រឡាញ់កូនរកអីព្រាមបានហ៊ានលះបង់និយាយទៅហ៊ានលះបង់ហ៊ានសំបីតែជីវិតលើការលើកឡើងមកគាត់ណាអញ្ចឹងហើយក្នុងនាមខ្ញុំជាកូនមួយរូបដែរដោយខ្ញុំឃើញនៅទង្វើហ្នឹងមានតែសង្វេគថាហេតុអីបានខ្ញុំបានប្រព្រឹត្តនៅអាទង្វើដែលកន្លងមកឲ្យម្ដាយឪពុកខ្ញុំបាក់ចិត្តដែរអញ្ចឹងណាហើយអញ្ចឹងថាទឹកចិត្តឪពុកម្ដាយនេះការសន្តោសរបស់ឪពុកម្ដាយនេះគឺធំធេងណាបាទអញ្ចឹងហើយក៏បានផ្សាយនៅមេរៀនរបស់ព្រះសម្មាសម្ពុទ្ធមកក៏បានយល់ហើយក៏បានរលឹកពេលដែលគាត់លើករឿងហ្នឹងឡើងក៏ចាប់ដើមរលឹកអត់ប្រៀបធៀបនឹងអ្នកណាទេគឺយកតែបញ្ហារបស់ខ្ញុំពីមុនហ្នឹងយកមកប្រៀបធៀបពីមុនហើយឥឡូវខុសគ្នាវាមិនបាទអញ្ចឹងហើយការរៀនមេរៀនរបស់ព្រះសម្មាសម្ពុទ្ធនេះពិតជាល្អមែនដែលអាចអូសពីមនុស្សមួយដែលធ្លាប់តែភ្លើតភ្លើនធ្លាប់តែមិនចាញ់ឪពុកម្ដាយបែរជាមានដាក់វិន័យចុះទទួលស្គាល់កំហុសខ្លួនឯងនិងធ្វើការពិចារណាទៅលើកំហុសខ្លួនឯងហើយក៏ដោយសារតែខ្ញុំបានរៀននឹងដែរហើយដល់តែចំណុចមួយដែរដែលប្រជាជនប្រុសគាត់លើកឡើងថាឲ្យរៀនទទួលស្គាល់នៅទោសកំហុសខ្លួនឯងហើយឲ្យរៀនទទួលយកនៅអ្វីដែលយើងបានប្រព្រឹត្តបាទអញ្ចឹងតាក់ទងជាមួយនឹងកម្មវិធីថ្ងៃមិញខ្ញុំគិតថាពិសេសមែនតើបាទអញ្ចឹងក្នុងឱកាសនេះក៏ខ្ញុំសូមចូលរួមជាមតិប៉ុណ្្នឹងហើយក៏សូមឲ្យលោកគ្រូបំពេញបន្ថែមបន្តទៀតលោកគ្រូបាទសូមអរគុណបាទសូមអរគុណបងអូនរីដែលបានបកស្រាយអញ្ចឹងយើងពេលដែលឃើញបងស្រីដែលលើកពីភាពស្រឡាញ់របស់ម្ដាយហើយនឹងកូនអញ្ចឹងយើងសង្វេគថាពីមុនយើងអត់ដឹងថាម្ដាយយើងស្រឡាញ់យើងប៉ុណ្ណាទេហ្នឹងហើយ
chẳng bọn đi đắng từ đại bàn hiện bật thò chẳng hai bật nè có bàn tay rồi sân bà dương lưng chẳng nhập xế còn ai vậy thà chẳng này ai hiện thò bàn đằng côn mà áo hay bờ ọt riêng ọt đắng hay chẳng có xôm bộ sài bờ mình miền này chứ ngon thế có nhầm xôm bộ sài bờ thái mới luôn bờ sân bà bong ôn đằng côn ở bông mà đài hay khả năng niềm dương chỉ côn là o khả năng cua xa hai sân bà ban sắc xa thoa bà ong tiết việc côn việc rất tái ca có rụp ca đằng côn nó cứ việc mình đang thạc côn bà mà nói mà bàn chỉ về xe xong bay tại riêng nơi khả năng sang kia là cả số đó là cô sang kia là cả số lô bàn phải trẻ cho bà na từ bộ mùi bấy từ bộ mùi chẳng về đại dương sắc xa nơi sang kia là cả số đó priệp bàn đôi chị ao dương nó cứ mẹ đôi chứ cứ ao dương đăng luôn ai trên là nà luôn ai chưa côn rứ luôn ai chưa bục kế luôn ai chưa vào đây kế cứ tha đăng cho bạn dương chỉ sợ kế dương chỉ cru kế cứ đăng tu để ti luôn ấy cô hai bậc pro tập bát tam sang kia là cả số nâng mê riêng nâng hai nhung kết tha bồ rò ná cô trời ca chấn nề đi na cô trời ca chấn ở vùng mà đài ná cô trời ca lại nâng đài vậy thì bắt tập bong phôn trở lại những vùng mà đài có bàn tay bộ bong phôn mình ban sạch xa nơi mê riêng presama samput này tế mình tha mình sờ lạnh tay nhưng cái thằng này khóa chân lọ đỏ tràn hay bây giờ bàn sắc xa hơi cột prom bạch canh sờ pram của bạn này sờ môi của bạn này sờ đại hoạt hộp xá luôn coi chỉ ở cả nông ca chui sọc ở phía luôn ai phó chui xòm chạy lùi phó hay xa này việc vừa ở bạc qua tầng sọc ở phía nâng bạc qua sòng cung phong đài hay đi theo một cô khác có nơi sầm lạp ấy giống luôn còn bàn tay những cái thay bờ sân bà dạng hỏi na của bạch canh sal của bạn này dạng hỏi na hỏi bạn sắc xa thà luôn anh chị Phậtศาสนา mình thà canhศาสนาประพุทธchúaอายุเพศชนជាតិสัญជាតិហើយនឹងសាសនាពេលដែលបំពេញបែបបទធ្វើអីមួយគឺមានអានឹងច្បាស់ចឹងយើងបើសិនបើយើងដាក់សាសនាគ្រឹះអានឹងខ្ញុំអត់និយាយទេតែបើយើងដាក់ថាសាសនាព្រះពុទ្ធចឹងគួរណាស់តែនឹងអាចចូលសិក្សាឲ្យដឹងហើយមិនបាច់អនុវត្តក៏បានហើយមិនបាច់កាន់សិលក៏បានសាកចូលរៀនសិនដើម្បីគេលោកគេសួរមកថាអ្នកឯងសាសនាអីសាសនាព្រះពុទ្ធសាសនាព្រះពុទ្ធនឹងគេធ្វើអីខ្លះស្រោចទឹកចងបោក្រហមចឹងមិនមែនថាគេស្រោចទឹកចងបោក្រហមនឹងខុសទេតែមិនមែនជាព្រះពុទ្ធសាសនាទេសូមបញ្ជាក់អញ្ចឹងគេស្រោចទឹកក៏จะស្រោចទៅចងបោក្រហមក៏ចងទៅមិនចំទាស់ទេកុំតែគាត់ថាសួរហ្នឹងពុទ្ធសាសនាមែនគឺមិនមែនទេចុះបើពុទ្ធសាសនាមិនបានលោកគាត់ចងគាត់ប្រើអាហ្នឹងយើងយកបីដោះជាគោលចោះកន្លែងហ្នឹងមិនបកស្រាយអីទៀតទេក៏ប៉ុន្តែអញ្ចឹងហើយបងអូនយល់ច្បាស់ហើយបែរនេះថាឪពុកម្ដាយឆ្លាញ់កូនប៉ុណ្ណាធ្វើឲ្យតែខ្ញុំមិនមានកូនទេលោកគ្រូខ្ញុំពណ៌អារម្មណ៍ហ្នឹងក៏អត់ត្រូវដែរតែខ្ញុំគ្រាន់តែស្វែងយល់ខ្ញុំឲ្យបងអូនរីគឺនៅក្បែរគ្នារហូតខ្ញុំតែងតែបញ្យល់សពគ្រប់បែបយ៉ាងហើយខ្ញុំឲ្យតែនិយាយរឿងគុណម្ដាយគុណឪពុកទល់មុខម៉ែឪពុកម្ដាយខ្ញុំមកគឺខ្ញុំពេលខ្លះខ្ញុំស្រក់ទឹកភ្នែកលោកគ្រូដោយសារឃើញភាពតស៊ូរបស់គាត់ណាបាទកំសត់បើនិយាយទៅហើយដល់តែបានសិក្សាពធបន្ថែមមកទៅមិនដឹងរកពីអីនិយាយបានថាយកគុណមិនដឹងគុណនឹងប្រមាណឲ្យអស់ហើយកម្មវិធីព្រឹកមិញនេះងាកមិញនេះគឺថាយើងផ្លែកពីកម្មវិធីផ្សេងបន្តិចដោយសារយើងលើកពីចេតសិក52ហើយនឹងអកុសលចិត្ត12មហាកុសល8ហើយនឹងអហេតុកៈវិបាកអញ្ចឹងហេតុអីបានលើកកន្លែងហ្នឹងគោលបំណងរបស់ខ្ញុំចង់ថាបុគ្គលខ្លះគាត់អត់ដឹងផ្លូវគ្រូមិនដឹងថារៀនហ្នឹងចាប់ពីតាណាទៅមុនទេដោយថាខ្លួនកំពុងតែសិក្សាចិត្តចេតសិក
xẹp ta đôi thà cái sao là chất đập bị đuông nâng mình toàn thằng ban dul phóng xẹp vào lư sô cái thà rùa bột prum nó có tớ họ rùa bột prum tiệt chẳng tớ chẳng tam bất mình kho tề tai ở vậy để riêng là trầm trớ xẹp nhóm mê bọt bị sọt bọt nhóm chẳng nhưng cái thà hiện chất chế được sạc nó hiện từ bố cứ dùng hiện chế được sạc hiện chế được sạc nó cứ cô đã cứ ỏi dul thì mỗi những trẻ là so với lại là so với lại trong tua trầm trớ hay đồng bay là trong tua trầm trớ tới hiện các hạ kẹt nhẹ bị hàng đào đồng bay ở trớ và lại nâng đó là bây giờ trẻ hãy dừng dul tận này tích tam cả bộ clay nâng sẵn và tỏ máu dương liệt châu từ không video bảo ông cô sang thì chia chỉ môi nâng sập hớ cứ nâng bộ sai làm ắt pi trên để sập môi nâng làm ắt pe để chọc trên để sập nâng hái dương từ riêng có sao là trận đập pi trắng sao là trận đập pi bây giờ tiền lục hẹn mua là trận mà đua mình cháy priệp ban với trận sờ lo mà chân năng chẳng chỉ mới sờ lo mà chân năng nắng kêu gì rồi đã đạt là chẳng về thì dân che để sắc hái ở thời bài chẳng khả năng lột hẹn mùi chật đuông tim muối nước miền che để sắc trâu rúm đọc buồn đấy chẳng đầm buồn ấy khác chẳng chừng mưa ông thó sau mà nó xa hạ cả tăng tịch thể cả tạ sang một dụt tăng sang kha để càng chẳng dừng chăm đàm từng đa tiết bình vậy tới còn là sau mà nó xa hạ cả tăng mà mát nữa anh nhẹ xà mana che để sắc đập bấy nó cứ mò từng ở tại mà đòn hay là trong cái so thằng cứ đăng tầm mô chạy từ cả buôn nó cứ màu tiền chẳng lực đọc bay đằng buôn việc đọc mà vờ đọc về mưa tới tiết tật hay cái tại sao mà chút đăng tầm miền lô hé hay nâng tật hay đỏ miền nhạc chành chẳng đọc vờ bầu pí đọc còn buồn cái nhát bởi tới đuông tivi sao mà nó xa hạ cái tăng tật hay cái tại sao mà chút tăng sạ sang hà để càng cơ nhé chẳng khả năng đuông tim môi đuông tivi nó dừng vật mơ mất kho thật cả tôi gì kho thể trong này khơi môi sang hà để các môi sạ sang hà để càng chẳng tạm miền bịa sạ sang hà để càng miền thầy nè mật thẻ chẳng dừng bầu pi tia tới mà một thầy mùi vậy nhé chẳng tái dây pi sang hà để càng nâng sạ sang hà để càng sang hà để càng nó dừng vậy là không sao là pi sẵn đấy nè ọt long châu đoan mà hai cái sao bảy bộ mà hai cái sao bảy miền xạ sang khai để các năng sang khai để càng đài trắng chấm pua nút kê chạy xây sẽ từ lư sâu tha bịa xạ sang khai để các miền thầy nẹt mật đó mà hai cái sao bảy miền xạ sang khai để càng đái tại ọt miền thầy nẹt mật thẻ thì còn là thay vì sao chiếng hay khlang chiêng vật này chẳng được không video bọn cô với trả với nhau sang chia bạn bộ sai giang lụm ớt được khả năng anh ấy nhầm còn là gì đầm bay ba và hai tê hay và tao bây giờ riêng chọc thôi là cho đập pi hái dương thật đăng pho là cho anh là bao vía cứ hay được cả có sao bị bán bấm bờ đuông hay đuông thì bấm bờ lắm cứ từ bờ địa sản thị tờ bài phù mà đuông từ bờ địa sản thị sauประมาณ tiếng nó cứ việc bà hai nơi tám phía bờ mùi dương khoảng ngày này thì đó là bên mà hai xóm bảy nó và lật bán Paul rồi cho anh nó bị bài mà hai bị bà tới chỉ Paul rồi cho anh lái tái rồi mẹ từ bờ địa sản thị từ chỉ một nút tê và đa dừng từ thì đó là bên Paul rồi cho anh mà mùi tiết cứ hay tổ các cổ sau thì bà đài chân đuông tìm bấy từ bờ địa sản thị từ chia một nút đá tê và đá tại cô thong rồi khoác khoăn này những từ chẳng là ngày hay sau bấm bờ tiền nó cứ bà hai tam phía bấm môi nằng ai tới lưu lại nè bấm bờ phù bấm bảy đuống mà đuống từ địa sản thích sao bấm bờ đuống mà cô sao bị bà mùi thực cách pram hay chỉ tôi tới cứ bà hai nữa không phía bấm môi nó gum chân đại dương luôn bà chẳng hỏi đam bay bứt đá trôi từ video cho nên nhom còn là bà hai lượt clay thế thầy bên nhom chọn cho bác từ nhom từ mưa dập hơi đài và đăng vô chạm bọn họ hay chẳng hỏi
ផលដែលឆ្អិនរបស់មហាកសលឬក៏ផលដែលឆ្អិនរបស់អកុសលហ្នឹងវាបង្ហាញរាល់ថ្ងៃហ្នឹងនេះឥឡូវហ្នឹងកំពុងបង្ហាញនេះអញ្ចឹងថាបានខាងលោកយាយអាចារ្យសុចិនតែងតែឲ្យតែគាត់សន្ទនាគាត់ច្រើនសួរថាអ្វីកំពុងប្រកាសអ្វីកំពុងប្រកាសអញ្ចឹងសួរថាអ្វីកំពុងប្រកាសឥឡូវនេះឃើញឮបើនិយាយចំទៅគឺមកគណៈទ្វារ6ហ្នឹងគឺវាកើតរហូតហ្មងអារម្មណ៍6ហ្នឹងគឺកើតរហូតអញ្ចឹងឃើញឮក្លិនរសផលតពៈធម្មអារម្មណ៍គឺមានទាំងអស់ដោយតកតងជាមួយនឹងយើងដាក់ចំណីអាហារចូលមាត់មួយម៉ាត់គណៈដឹងជូរដឹងផ្អែមដឹងប្រៃសិតក្នុងធម្មអារម្មណ៍មិនចឹងមែនក្នុងជីវហាទ្វាហ្នឹងដឹងរសជាតិទេគាត់តែដឹងរសតែអត់ដឹងថាបែងចែកជាក្លិតរសជាតិនេះសាប្រៃជូរផ្អែមទេដឹងតែរសទេអញ្ចឹងគណៈបែងចែកនេះគឺនៅក្នុងធម្មអារម្មណ៍អញ្ចឹងទ្វារ6នេះគឺដើររហូតអញ្ចឹងការសិក្សាហ្នឹងចំពោះខ្ញុំសិក្សាពីហ្នឹងទៅហើយពេលដែលយើងស្គាល់ពីស្អីទៅអកុសលស្អីទៅមហាកុសលហើយផលរបស់វាហ្នឹងទៅគណៈរៀនដោយសទ្ធាគឺដឹងតែយល់កន្លែងហ្នឹងយល់ហើយតែយល់ហើយសំណួរមួយចំនួនធំដែលត្រូវការសួរដែលលោកកធរកំពុងតែបោករាល់ថ្ងៃហ្នឹងគឺថានឹងកាត់បន្ថយក្នុងការឆ្ងល់ខ្លះហើយបន្តមកទៀតនេះក៏ចង់ជំរាបសួរទៅបងអូនសាលដែរថាតើបងអូនបានឃើញអីឮអីឬក៏យ៉ាងម៉េចព្រោះកម្មវិធីយើងមានឃើញមានឮមានរសជាតិព្រោះគេឲ្យហូបបាយមកពេលដែរណាហ្នឹងហើយអញ្ចឹងមានក្លិនមានអីទេយើងហ្នឹងហើយសូមបងអូនបកស្រាយមួយថ្ងៃនេះទទួលបានអីខ្លះតាមទ្វារ6ជាដំបូងខ្ញុំកណាសូមនមស្ការដល់ព្រះពុទ្ធពធព្រះសង្ឃនិងសូមជម្រាបសួរដល់លោកបងគ្រូវិជ្ជាបញ្ញោនិងជម្រាបសួរបងយឹមជម្រាបសួរបងរីហើយនិងជម្រាបសួរដល់ពុកម៉ែបងប្អូនដែលទស្សនាក្នុងការ live ថ្ងៃនេះកម្មវិធីមាន2វគ្គបងថ្ងៃនេះហ្នឹងហើយខ្ញុំមានចំណាប់អារម្មណ៍ល្អគឺកម្មវិធីវគ្គចុងក្រោយតែខ្ញុំអត់សូវបានជួបទេហើយស្ដាប់សាច់រឿងគាត់នឹងទៅខ្ញុំនឹងក្តុកក្តួលដែរខ្ញុំទាញមកខ្លួនឯងខ្ញុំឧទាហរណ៍ថាបើសិនជាខ្ញុំជាគាត់ជួបរឿងដូចគាត់ហ្នឹងតើខ្ញុំប្រឈមមុខដូចគាត់បានអត់ហើយខ្ញុំជាប្រុសខ្ញុំគិតថាផ្លូវចិត្តខ្ញុំនៅទន់ខ្សោយច្រើនខ្ញុំសរសើរបងស្រីថ្ងៃមិញដែលគាត់បាននិយាយពីប្រវត្តិរបស់គាត់ពាក់ព័ន្ធជាមួយកូនប្រុសគាត់ដែលមានបញ្ហា autism ហ្នឹងខ្ញុំមានការកោតសរសើរបងអាចបន្តមកដល់ថ្ងៃនេះបានហើយមែនតើទៅស្ដាប់ដល់វគ្គចុងក្រោយខ្ញុំឮថាបងប្រឈមមុខតែម្នាក់ឯងទៀតដោយអត់មានស្វាមីនៅក្បែរហើយនិយាយចង់អួលទៀតដោយសារសាច់រឿងគាត់នឹងកំសត់ខ្ញុំមានអារម្មណ៍ថាហេតុអីបានមនុស្សប្រុសម្នាក់បងមនុស្សប្រុសម្នាក់តាមពិតខ្ញុំគិតបើសិនខ្ញុំស្ដាប់មើលទៅខ្ញុំគិតថាប្តីគាត់មិនដឹងថាកូនគាត់មានបញ្ហា autism គឺមិនក៏អត់ដឹងដែរហើយខ្ញុំទាញតាមពិតវាមានបញ្ហាច្រើនបាទអីហ្នឹងណាបាទនេះមិនថាគាត់ទេបងធ្លាប់ជួបគ្រួសារខ្លះឪពុកចង់គិតដែរជាងកាលមានអ្នកក្រោយទៅគេអត់ឲ្យគិតអានឹងបញ្ហាដែរអានេះមិនដឹងមិនទេណាយើងអត់បានទេប៉ុន្តែ
chung cái dân bạn cần thay dân ná bên nơi tập chạy cái tên này càng gì cái này thật đá và dân dân miền chật trong chuối dân thở cho cha cái này បាទ cũng vô lẹถึง trong kịch đài cái không đồng ỏi trong đài tái nó cả thế ត trong ពេលបាទតពេលស្ដាប់សាច់រឿងគាត់ទៅខ្ញុំទាញមកខ្លួនឯងវិញខ្ញុំថាបើសិនជាគាត់អត់បានសិក្សាពធអត់បានស្ដាប់ធម៌ខ្លះក៏គាត់អត់អាចប្រឈមមុខមកដល់ថ្ងៃនេះដែរបងព្រោះគាត់បាននិយាយក្នុង live ថ្ងៃមិញដែរគាត់ថាគាត់ដោយសារបានស្ដាប់ធម៌ហើយ chờ lỡ xuôi dân tôi này to nó đã khơi chẳng khơi là tập hoàn chẳng luôn ai nâng mình chưa chạy thật thôi mình thì giỏi rồi ជឿបងជឿ người điệt mà ចាប់ផ្ដើមរៀនហើយតាបង អញ្ចឹងគាត់ថាពេលដែលឃើញហើយមានអារម្មណ៍មួយទៀតថាកាន់តែចង់រៀនពីព្រោះអីរៀននេះមិនមែនដើម្បីអ្នកណាគឺដើម្បីខ្លួនឯងនឹងតែហ្មង good job ហើយបើសិនជាយើងអត់មានពធនៅក្នុងខ្លួនទេអត់ចេះតែធម៌នេះមិនមែនស្ដាប់ខ្ញុំស្ដាប់ច្រើនហើយដូចបងហើយនឹងលោកម្ចាស់អីបានលើកឡើងដែរថាធម៌មិនមែនតចូលវត្ត បានគេហៅថាធម៌ថាទៅធ្វើបុណ្យទេអញ្ចឹងចាប់ផ្ដើមពីខ្លួនខ្ញុំទៅគឺខ្ញុំចាប់ផ្ដើមរៀនហើយព្រោះមើលឃើញពីអត្ថប្រយោជន៍នៃពធហ្នឹងគឺបានជួយដល់ខ្លួនឯងនឹងច្រើន សម្រាប់ចិត្តច្បាស់នៅក្នុង live តែបាត់មុខគេសួរហៅ អត់មានសំណងពរលុប live វិញ តែបាត់មុខគេសួរហៅហ្នឹងហើយធរនេះតាមពិតទៅបងសូមបញ្ជាក់បន្ថែមបន្តិចថាសំខាន់មិនសំខាន់យើងលឺគេថាមែនទេ បាទ សំខាន់ភ្លក់ដូចសម្លអញ្ចឹងលឺសូគេថាសម្លឆ្ងាញ់ឆ្ងាញ់តែយើងមិនដែលបានភ្លក់លឺសូតែឆ្ងាញ់ហៀទាំងមាត់ហ្នឹងដល់បានទៅហូបនោះទៅរៀកទៀតឃើញទេ អញ្ចឹងមិនថារបស់អញ្ចឹងឯងហើយក៏សូមលើកទឹកចិត្តបងប្អូនដែលទស្សនាពេញចិត្តមិនពេញចិត្តក្តីសាករៀនទៅមិនប្រកាន់អីទេឲ្យសមតែខ្លួនឯងហ្នឹងជាអ្នកកាន់ពុទ្ធសាសនាហើយពុទ្ធសាសនាគឺមិនបាច់ចាំរៀនតាមលោកគ្រូសាមវិជ្ជាក៏បានដែរបត្រៃបិដកមាន110ក្បាលអញ្ចឹងហើយអាចចូលទៅសិក្សាទាំងអស់គ្នាទៅមិនក៏បានដឹងពីធម៌វិន័យខ្លះបានស្គាល់រសជាតិតែបិដកខ្លះឲ្យសមខ្លួនឯងហ្នឹងជាអ្នកកាន់ពុទ្ធសាសនាព្រោះអីពុទ្ធសាសនាជាសាសនារបស់រដ្ឋកម្ពុជាយើងអញ្ចឹងហើយយើងជាជនជាតិកម្ពុជាបើបានសិក្សានៅបត្រៃបិដកល្អមួយយ៉ាងដែរហើយបើយើងគិតថាអ្នកទៅសេបៃដកហ្នឹងល្អហើយតែសួរអ្នកទៅសេមើលអនុវត្តបានអត់យើងសួរអញ្ចឹងក៏បានតែសំខាន់យើងចូលអានមើលទៅបើសិនបើយើងឃើញល្អយើងយកដាក់ខ្លួនទៅហើយបើយើងឃើញមិនល្អយើងកុំយកអញ្ចឹងសាកមើលសិនអញ្ចឹងធម៌នេះពិតជាមានតម្លៃពិតប្រាកដមែនខ្ញុំសិក្សាវិជ្ជាផ្លូវលោកមិនបានច្រើនទេគ្រាន់ថាយើងចប់បាក់ឌុប 12 ឆ្នាំទៅយើងបន្តនៅមហាវិទ្យាល័យ 8 ឆ្នាំទៀតអញ្ចឹងវាសរុបទៅ20 ឆ្នាំដែរអញ្ចឹងក៏បានស្គាល់រសជាតិនៃការសិក្សាហ្នឹងវាគួរសមហើយមកប្រៀបធៀបជាមួយនឹងការសិក្សាវធនេះវាខ្ញុំឃើញថាអត់មានមេរៀនណាឬក៏វិជ្ជាណាល្អដូចមេរៀនវធនេះទេហើយបងប្អូនហ្នឹងវាមិនដែលអញ្ចឹងគេងាប់អស់ហើយអត់រៀនពុទ្ធអញ្ចឹងអ្នករៀនមេរៀនពុទ្ធហ្នឹងក៏ងាប់ដែរអត់មានទៅរួចអីទេគ្រាន់ថាចង់ដឹងរៀនសាកមើលចូលភ្លក់ទៅដឹងហើយហ្នឹងអញ្ចឹងបងសាលបន្តទៀតចុះបងសូមបន្ថែមប៉ុណ្ណឹងដើម្បីប្រគល់ជូនគុណចាស់ ដល់ណាហើយមិញ ដល់ខ្លួនឯងថាសន្យាថាព្រមរៀន ហ្នឹងហើយខ្ញុំសន្យានឹងខ្លួនឯងណាមិនសន្យាមួយអ្នកណាសន្យានឹងខ្លួនឯងមើលខំខ្លួនឯងចុះអត់សន្យាឲ្យបងទេចង់ដឹងយើងលើកមិញថាចង់ភ្លក់ណាត្រូវភ្លក់ណាភ្លក់ខ្លួនឯងមិនដឹងអញ្ចឹងចាំមើលខ្ញុំសាកភ្លក់ ភ្លក់ហ្នឹងទៅភ្លក់ឲ្យគ្រប់គ្រឿង អញ្ចឹង បើតែថាស្រាប់តែគ្រឿងមាន10មុខ
rồi còn một rồi một sao lụa ban tập pi một ôi prai á vì mình toàn trôi chiết á kiểu này vì toàn trôi chiết nè khác lụa tấm đây chơi được sắc a pi ôi prai á chủ à ở toàn cục đường thì ở toàn ngành thì bột cá màu và lại chất dạng tách bàn hà sẽ bột màu bột phần năng mà hay chạm dương trôi rượu bao và rượu bao và hay lục còn trả tiết từ hay đồng bật to tiết sẵn đó bởi vậy tới xăm lò nắng bởi trong lụa đang rồi chiết ngành món thầm bò để chạy đi vào mùi hiện bàn thầm phần năng hay ngành ai đăng à bà chẳng bò chạy tìm muối đo tìm vào mùi là mom xong cua lần ngành về là ngày hay bữa sân bờ riêng toàn đo lần tế ở toàn thà cục cửa ngày hãy đo nó có toàn cục cửa đây còn là xong là mom là ai miền chỉ một thằng đẹp lụa sờ lò và chẳng xôm chơi to thiệt ôn chẳng nhau mọi người đi chơi đấy bông nhưng phần là chẳng phải hai vị chan tiện tại nhóm mà sẵn giang luôn anh đã riêng lụa hay có trong sном po bông ở ngày mình lỗ cầm thí nhưng trong snom po miền bữa sinh chỉ ai tam ca sân tình yêu bộ thò một bốn nữa ai miền chập về bắt đám nữa ai chập đám sốt anh cô chỉ ca tẹt tiền này mong sốt làm riêng chơi sạch nữa tam som cù hàng tẹt tiền đây rồi đó này chẳng nhom một miền ấy ra này xong phải chọc nâng xong cô cách ca to ấy cha vậy thì vua luôn cha cái nào xong ta sai lời này mong cô chắc phân chấm đôi tha nhìn về thò su ấy chẳng cái nào lấy ở linh cho con cha lương máu sân cột ấy chẳng mình hòm là đi xa mến chứ con cha mến phầnประกาศ mến của chấp này priệp tại mua cái ná đấy cái ná do con cha priệp mua nẹp xế nhỉ priệp mua cái ná pe son này thập chấp cái ná plek ở để con cha lược máu đôi chia như thế cái ta mỗi đặt cái ná đây chẳng con cha chẳng có số ở con cha hay có cho con cha nâng mình to chạm to rồi tí đầm bầy lật đào nhom cái na đừng bột bò sạp xên tiệt bạn xong ở bên cùn và nè đã xa màu kéoให้ចូលរួមធម្មទានពេលត្រីណាជាបឋមសូមនមស្ការថ្វាយបង្គំទិសដៅចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមចម្រើនពរចំពោះលោកគ្រូចម្រើនពរចំពោះគ្រូពេទ្យយីមของបងពេទ្យរីនិងបងវិសាលព្រមទាំងញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់តាមការ live ផ្ទាល់ក្នុងរាត្រីកាលនេះហើយបានស្ដាប់ការរៀបរាប់បរិយាយជាធម្មកថាប្រពីរុស្ស៊ីថ្ងៃមិញបើដែលពាក់ព័ន្ធនឹងកម្មវិធីធម្មទានហើយស្ដាប់មិញនេះនិយាយអំពីការសិក្សាពធរបស់ព្រះសម្មាសម្ពុទ្ធដូចពេទ្យយីមលើកឡើងពីសម្លឆ្ងាញ់អញ្ចឹងបាទគឺតាមពិតបើសិនណាបើយើងចូលចិត្តយើងប្រកាសជាឆ្ងាញ់ណាសម្លបកោក្តីណាប្រហើក្តីឆាគ្រឿងក្តីណាបើសិនណាបើយើងពេញចិត្តយើងចូលចិត្តប្រកាសជាឆ្ងាញ់ដោយសម្លថ្ងៃមុននៅរតនគិរីអញ្ចឹងថ្មអត់សូវចូលចិត្តអត់ស្ដាយធ្លាប់នឹងឆាន់ស្អីពីអីគេថាអាចខ្ចីមកអញ្ចឹងបើអញ្ចឹងយើងក៏ដែរធ្លាប់អញ្ចឹងទៅរឿងពិបាកបន្តិចបាទយ៉ាងណាមិញថ្មសង្កេតឃើញក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងកាលណាពុទ្ធបរិស័ទយើងមានសទ្ធាជ្រះថ្លាខាងដើមប្រកាសណាស់ថាយើងជ្រះថ្លាចូលចិត្តនៅក្នុងការសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធនោះដោយសេចក្តីជ្រះថ្លាផងដែរតួយ៉ាងដោយញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់តាមកន្លែងកម្មវិធីនីមួយៗក៏ដូចជាពុទ្ធបរិស័ទដែលកំពុងតែទស្សនាការផ្សព្វផ្សាយអញ្ចឹងកាលណាយើងមានសេចក្តីជ្រះថ្លាក្នុងធម៌ហ្នឹងយើងទទួលស្ដាប់ជ្រះថ្លាពេញចិត្តណាគ្រូទទួលស្ដាប់នៅ
ពាក្យពេចន៍ដល់ផ្សេងផ្សេងជាពិសេសគឺពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយើងពិចារណាក្នុងព្រះធម៌អញ្ចឹងទៅជាទីចម្រើនចិត្តផងដែរអាហ្នឹងសំខាន់មែនទែនបងគឺសេចក្តីជ្រះថ្លាហើយធម៌ដែលពីរោះធម៌ដែលពិតប្រកបដែលព្រះអង្គសម្ដែងមកជាសច្ចធម៌ហ្នឹងមិនប្រកបថាស្របទៅតាមទិដ្ឋិរបស់មនុស្សទេណាដូចថ្មលើកឡើងមកអញ្ចឹងកាលណារកលមានសទ្ធាគឺជ្រះថ្លាក្នុងការស្ដាប់តែបើមិនមានសទ្ធាទេមិនពេញចិត្តស្ដាប់ទេព្រោះហ្នឹងគឺមានតាំងពីសម័យព្រះមិនមែនមានតែសម័យកាលយើងហ្នឹងទេអញ្ចឹងហើយបានយើងឃើញធម៌ដែលយើងរៀនហើយឃើញតម្លៃនៃធម៌ហ្នឹងគឺឃើញថាធម៌ហ្នឹងវាមាននៅក្នុងជីវិតយើងពិតមែនវាមិនមែននៅលើអ្វីផ្សេងក្រៅពីខ្លួនឯងទេហើយដែលរៀនថាពាក្យថារៀនធម៌យល់ធម៌ហ្នឹងគឺយល់ពីខ្លួនឯងហ្នឹងឯងរៀនពីខ្លួនឯងហើយដឹងពីដំណើរចិត្តរបស់ខ្លួនឯងធ្វើការងាររាល់ថ្ងៃធ្វើអីគេចិត្តហ្នឹងអញ្ចឹងវិសាលើកឡើងថាព្យាយាមរៀនអញ្ចឹងគឺថាល្អបានមានភ្ជាប់បនិស្ស័យនៃការសិក្សាពធជាពិសេសគឺមេរៀនបរមត្តធម៌ហ្នឹងគឺជាជីវិតពិតហើយនៅក្នុងដំណើរជីវិតយើងរាល់ថ្ងៃហេតុអីបានយើងនិយាយថាធម៌ហ្នឹងជាលក្ខណៈជីវិតពិតដោយសារវាប្រព្រឹត្តទៅរាល់ថ្ងៃរាល់ថ្ងៃហើយយើងថែធួនជីវិតយើងហ្នឹងរាល់ថ្ងៃមិនមែនថាត្រូវធ្វើឲ្យចិត្តខ្លួនឯងសុខថ្ងៃស្អែកអត់ទេថ្ងៃណាគឺឥឡូវហ្នឹងចិត្តហ្នឹងគឺថែឥឡូវហ្នឹងហើយថែចិត្តបានហ្នឹងតាមរយៈអីតាមរយៈដែលយើងត្រូវទូមានអប់រំតាមរយៈទ្វា6ហ្នឹងមានភ្នែកមានតិចមានច្រមុះមានអណ្ដាតកាយចិត្តនឹងឯងនៅក្នុងធម៌ដែលព្រះអង្គថាជារូបធម៌នាមធម៌សរុបមករូបធម៌នាមធម៌ដោយលោកគ្រូអាសាលើកឡើងថាកំណត់ដឹងនៅរូបធម៌នាមធម៌ហ្នឹងគឺកំណត់ដឹងអាជីវិតដែលឃើញការលឺការធំក្លិនការដឹងរសការដឹងផលតពៈហ្នឹងឯងដឹងរាល់ថ្ងៃហ្នឹងហើយដល់យើងពិចារណាពាក្យមួយលម្អិតមកថាការឃើញយ៉ាងម៉េចការលឺនឹងវាយ៉ាងម៉េចការធំក្លិនយ៉ាងម៉េចណារាល់ថ្ងៃហ្នឹងហើយត្រូវទូមានចិត្តយ៉ាងម៉េចណាយ៉ាងម៉េចទាំងអស់ណាដោយរឿងអ្នកសួរសំណួរក្នុងកម្មវិធីអញ្ចឹងគាត់សួរពីរឿងរ៉ាវជីវិតខ្លះទៅពីរឿងនេះរឿងនោះខ្លះអញ្ចឹងទៅសរុបមកនៅតែកន្លែងហ្នឹងឯងនៅកន្លែងព្រមតាមទូមានទ្វាខ្លួនឯងឲ្យព្រមទទួលយកការពិតទៅជីវិតហ្នឹងអាចស្រាយបានស្រួលអញ្ចឹងទៅណាដោយខ្ញុំកណាអាត្មាភាពក្តីសិក្សាពធហ្នឹងប្រសិនណាបើមានសេចក្តីជ្រះថ្លាក្នុងពធទេមិនដឹងថានិយាយអីចេញទេណានិយាយធត់ចេញទេគ្រូមិនដឹងថានិយាយពាក្យរូបធម៌នាមធម៌ហ្នឹងនិយាយឲ្យទៅរួចណានឹងតែមានសេចក្តីជ្រះថ្លាក្នុងធម៌ហ្នឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហ្នឹងវាមានលក្ខណៈពិតក្នុងជីវិតហ្នឹង apply ចូលមកថាវាបានផលនៅក្នុងការសិក្សាធម៌ហ្នឹងមែនឃើញតែធម៌ហ្នឹងមានពិតប្រកបមែនដោយលោកគ្រូចែករំលែករងថ្ងៃអញ្ចឹងបើមិនឃើញតម្លៃនៃធម៌ហ្នឹងជូនដល់សង្គមដល់ញាតិញោមដែលមានសេចក្តីជ្រះថ្លាក្នុងធម៌នេះមិនដឹងថាចែកធ្វើអីមែនគ្រូតែសារមានអ្នកដែលស្ដាប់ទៅយល់មានអ្នកស្ដាប់ទៅធូរហើយជាក់ស្ដែងយើងឃើញដោយកម្មវិធីថ្ងៃមិញអញ្ចឹងដែលមានអ្នកដែលមានបញ្ហាកូនដែលមាន autism អីអញ្ចឹងទៅយើងបើយើងគិតពីផ្លូវចិត្តរបស់គាត់មានសម្ពាធផ្លូវចិត្តអីចឹងទៅហើយបានស្ដាប់ពធបានអីចឹងហាក់បីដូចជាបានស្រាយភាពកង្វល់ភាពទុក្ខលំបាកផ្លូវចិត្តគាត់បានមកកម្រិតដែរមិនអស់ហើយប៉ុន្តែអាចថាពធនោះវាជាឧបាយនៃការលួងលោមផ្លូវចិត្តឬក៏ជាឧបាយនៃការដោះស្រាយបញ្ហាផ្លូវចិត្តហ្នឹងបានមួយគ្រាដែរព្រោះហ្នឹងក៏ជាចំណែកមួយល្អសំខាន់ដោយបងប្រុសម្នាក់គាត់លើកឡើងថាអ្នកដែលគាត់បានផ្ដាច់ផ្ដឺជីវិតខ្លួនឯងដោយការសម្លាប់ខ្លួនក្តីលោតទឹកក្តីហ្នឹងដោយសារចិត្តហ្នឹងគិតទៅរកកន្លែងហ្នឹងណាអញ្ចឹងយ៉ាងណាមិញតួជីវិតរបស់យើងរាល់ថ្ងៃហ្នឹងគឺតាមទីពីចិត្តហ្នឹងឯងបើដែលប្រព្រឹត្តទៅរាល់ថ្ងៃអញ្ចឹងបានប្រធននេះល្អប៉ុណ្ណាក៏ដោយលើអ្នកឲ្យតម្លៃអញ្ចឹងគូបើទោះបីប្រពុតព្រះអង្គសម្ដែងថាប្រពុតជាបុគ្គលឯងក្នុងโลกជាអ្នកប្រកាសសម្ដែងនៅសច្ចធម៌ដ៏អស្ចារ្យនៅក្នុងโลกយ៉ាងណាក៏ដោយប៉ុន្តែបើយើងមិនឲ្យតម្លៃនៅតែអត់មានតម្លៃអញ្ចឹងបាទអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គថាសម្ដែងប្រោះចំពោះបុគ្គលដែលមានឧបនិស្ស័យដោយសារព្រះអង្គឃើញថាសត្វលោកនោះមិនងាយទទួលយកនៅធម៌នឹងបានទេអញ្ចឹងណាចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គមានអធិស្ឋានប្រមាលមកបនិស្ស័យសត្វហ្នឹងបើនៅក្នុងព្រះតកថាដោយលោកមានបញ្ជាក់ថា
ប្រមាណមើលកណ្ដាប់ចក្រវាលគ្រូតាំងពីប្រកបកតទៅរហូតដល់កណ្ដាប់ចក្រវាលពីកណ្ដាប់ចក្រវាលហ្នឹងមកប្រកបកតវិញណារួមទៅមកចក្រវាលហ្នឹងបងប្រមាណមើលមកណាសត្វណាមានឧបនិស្ស័យសត្វណាមិនមានឧបនិស្ស័យគួរទៅមិនគួរទៅព្រះអង្គជ្រាបណាដូចឥឡូវថាងរីអញ្ចឹងមានឧបនិស្ស័យព្រះអង្គយាងមកណាត្រូវប្រោះដោយធម៌អីលើកមកសម្ដែងបានព្រោះនឹងលក្ខណៈពិសេសរបស់ពុទ្ធប៉ុន្តែយើងគ្មានវិស័យអីទៅមកមើលឃើញទេបើនិយាយស្រួលហ្នឹងណាពេលខ្លះនិយាយត្រង់ស្មាចង់ខ្លាចតែឥឡូវនិយាយពាក្យធរហ្នឹងមិនសូវណែព្រោះមិនប្រកាសថាធរហ្នឹងជាទីជ្រះថ្លាសម្រាប់បរិស័ទទូទៅទេបាទដូចពេលខ្លះមិនប្រកាសថានិយាយល្អគេពេញចិត្តទេមែនទេគ្រូមិនប្រកាសថាអ្នកនិយាយល្អគេពេញចិត្តទេជួនកាលគេថាយើងបោកទេម្ដងតយត់ញោមបើរឿងនឹងចាំបានឃើញធនព្រោះបានចែករំលែកទៅអាត្មាឃើញពុទ្ធបរិស័ទបានសិក្សាធម៌បានជ្រះថ្លាក្នុងធម៌ហ្នឹងក៏រីករាយសប្បាយចិត្តក្នុងនាមជាប្រសង់បុគ្គក្នុងសាសនាហ្នឹងក៏អនុមោទនាសម្រាប់ពុទ្ធបរិស័ទនឹងស្ដាប់យល់ហើយនៅតែចង់ចេះចង់ដឹងធម៌ហ្នឹងល្អណាស់ញោមពាក្យធម៌ហ្នឹងបើយើងគិតទៅការដែលពុទ្ធបរិស័ទបានអង្គុយស្ដាប់ធម៌ហ្នឹងវាជារឿងល្អណាស់យើងមើលអ្នកដែលស្ដាប់ហ្នឹងបានអញ្ជើញមកបានអញ្ជើញគាត់មកទេណាមែនទេគ្រូបើឬក៏លោកគ្រូវាអញ្ជើញញាតិញោមថាបើលោកគ្រូស្មោះអត់សោះរឿងអញ្ជើញញាតិញោមចំអត់មានអញ្ជើញញាតិញោមណាឯងញោមអញ្ជើញមកស្ដាប់ធម៌អីអត់ណាមកឲ្យខ្លួនឯងស្ដាប់ខ្លួនឯងទៅណាមកប៉ុណ្ណាប្រយោជន៍ប៉ុណ្ណឹងណាតាមកន្លែងមួយចឹងបានគ្រប់កម្មវិធីតាមកន្លែងហ្នឹងសេចក្តីជ្រះថ្លារបស់បរិស័ទដែលអញ្ជើញមកស្ដាប់ហ្នឹងហើយចេះឆ្ងល់ទៅហេតុអីបានគាត់មកនាំគ្នាមកស្ដាប់ធម៌ណាធម៌ហ្នឹងវារស់មិនធម៌ហ្នឹងវាល្អមិនបានទាចិត្តជួនកាលតែខ្លះឆ្លងខេត្តឆ្លងអីមកស្ដាប់ធម៌ណាចំណាយសហុយផ្សេងជិះរថយន្តមកសាងខ្លួនឯងឲ្យខ្លួនឯងមកស្ដាប់ធម៌តែមួយផ្លែតទៅវិញអញ្ចឹងដោយសារឃើញតម្លៃនៃធម៌ហ្នឹងគឺសំខាន់មែនទែនផ្សារភ្ជាប់ក្នុងជីវិតហ្នឹងណាហើយមិនប្រកាសថាអ្នកនៅស្ដាប់ធម៌ទៅតែអ្នកមានទុកទេជាងកាលគាត់ចង់ដឹងចង់ចេះថាអូធម៌មានតម្លៃសំខាន់ណាស់ដែលត្រូវចេះត្រូវដឹងនឹងឯងណាសំកាបាទគ្រូតាំងពីបងគ្រូនិមន្តធ្វើធម្មទានជាមួយគ្នាហ្នឹងតើមានប្រមាណភាគរយដែលមកជួបបងគ្រូឬក៏មកជួបខ្ញុំហ្នឹងមកដល់សុំសេចក្តីសុខឬក៏សុំឲ្យសូត្រធម៌ឲ្យឬក៏សុំឲ្យនេះឲ្យនោះអីចឹងមានប្រមាណភាគរយដែរតាមកម្មវិធីដែលយើងដើរភាគរយហ្នឹងដូចជា0ណាឬគាត់បានឃើញផងចម្រើនពរលោកគ្រូកន្លែងនិយាយទៅបើនិយាយទៅក្នុងចិត្តហ្នឹងវាមានភាពកក់ក្ដៅមួយដែលបង្ហាញទៅកាន់ញាតិញោមដែលគាត់អញ្ជើញមកស្ដាប់ធម៌ណាទីមួយគាត់លក្ខណៈមួយគឺចង់ដឹងចង់ចេះណាចង់ដឹងចង់ចេះអាកលឹះល្អសម្រាប់ជីវិតណាបាទហើយបើមកសុំអត់មានទេស្មាឃើញកន្លែងហ្នឹងមួយល្អបាទក៏ណាតែបើមកសុំអញ្ចឹងនិយាយនេះមិនជាបៀតបៀននេះទេដូចបងអូនពេទ្យលើកឡើងអញ្ចឹងកម្មវិធីស្អីផ្សេងពេញចិត្តធ្វើក៏ធ្វើទៅប៉ុន្តែគ្រាន់តែមិនវាមិនរាប់ចូលនៅក្នុងពុទ្ធសាសនាទេបាទហ្នឹងហើយបើយើងគិតថាវាមិនច្រើនមែនប៉ុន្តែនៅក្នុងសង្គមយើងដែលពោពេញដោយភាពភ័យបារម្ភភ័យព្រួយហើយស្រាប់តែអាចមានមនុស្សមកស្ដាប់ដោយមិនបាច់សុំសុខមកសុំយល់ធម៌មកសុំស្ដាប់អញ្ចឹងអស្ចារ្យដែរបាទអស្ចារ្យអញ្ចឹងបានពេលដែលប្រយោជន៍ធម៌ទៅថ្មចេះតែនឹកឃើញក្នុងសម័យពុទ្ធកាលអានពុទ្ធិកាព្រះអង្គទៅជាជ្រះថ្លាថាសំបីតែមួយអ្នកព្រះអង្គប្រោះបានបាទសំបីតែបុគ្គលនឹងទុរគតអីយ៉ាងណាក៏ដោយមានឧបនិស្ស័យយ៉ាងណាក៏ព្រះអង្គប្រោះបានអស្ចារ្យឡើយអញ្ចឹងបានទោះបីសម័យកាលនេះយើងគឺថាអ្នកដែលស្ដាប់ពធហ្នឹង
មានប្រមាណតិចតួចក៏ដោយក៏ប៉ុន្តែធម៌ព្រះសម្មាសម្ពុទ្ធនៅតែមានតម្លៃមានលក្ខណៈពិតដែលជ្រួតជ្រាបដល់ទឹកចិត្តទឹកប្រតិដល់ប្រសងញាតិញោមពុទ្ធបរិស័ទហ្នឹងគឺជារឿងមួយល្អមែនទែននេះឯងដែលយើងឲ្យឈ្មោះថាជាអ្នកដែលសិក្សាជាអ្នកការពុទ្ធសាសនាដ៏ល្អទៅពីព្រោះធម៌ហ្នឹងអត់មានអីពិសេសដើម្បីដឹកនាំសត្វលោកទៅរកកន្លែងសេចក្តីសុខពិតទេទោះបីយើងមិនបានចូលដល់កន្លែងសុខពិតក៏ប៉ុន្តែយើងមានដំណើរឆ្ពោះទៅកន្លែងសុខពិតហ្នឹងហើយអញ្ចឹងគ្រូព្រោះធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងពិតហើយបរិសុទ្ធល្អក្នុងធម៌របស់ពុទ្ធហ្នឹងមានលក្ខណៈបៀតបៀនទេគឺបរិសុទ្ធស្អាតដែលនាំសត្វហ្នឹងឲ្យចាក់ចេញពីភាពសៅមងផ្លូវចិត្តហ្នឹងរកឲ្យសេចក្តីសុខពិតឃើញអញ្ចឹងហើយបានអាត្មាលើកឡើងខាងដើមហ្នឹងថាធម៌ហ្នឹងមានតម្លៃសម្រាប់តែអ្នកជ្រះថ្លាទេតែបើអ្នកមិនជ្រះថ្លាមានតម្លៃប៉ុណ្ណាក៏គេមិនស្ដាប់ដែរ កណ្ដាសូមនមស្ការលោកចាស់ បើគ្រូ នឹកឃើញរឿងអញ្ចឹងខ្ញុំណាសូមឱកាសបន្តិច បើគ្រូ នឹកឃើញដល់គ្រាដើមដែលទៅតែចាប់ផ្ដើមបញ្យលដំបូងណា បើគ្រូ ហ្នឹងមិនខ្វះពាក្យហាម5ថាយើងកុំច្បាស់លាស់ពេក ណែ អញ្ចឹងពាក្យនោះច្រើនណាស់ បើ ប៉ុន្តែមេគាពុទ្ធគឺមេគាច្បាស់លាស់នឹងឯង បាទ ហើយវាអត់មានច្បាស់លាស់ពេកទេច្បាស់វាច្បាស់អាពេកវាឡើងច្បាស់វិញមិនចឹងហ៎ បើបើ ច្បាស់ពេកវាទៅដូចភ្នែកយើងទៅវាចាំងពេកទៅវាទៅប្លឺវិញ បើគ្រូត្រូវ អញ្ចឹងមេគាព្រះអង្គត្រឹមតែច្បាស់នឹងឯង ត្រូវ ហើយដឹកនាំមនុស្សទេវតាហ្នឹងគឺដឹកនាំឲ្យច្បាស់នឹងឯងច្បាស់ហ្នឹងច្បាស់ថាផ្លូវណាទៅកាន់អបាយផ្លូវណាទៅកាន់ឋានសួគ៌ផ្លូវណាទៅកាន់ព្រះនិព្វានហ្នឹងត្រូវតែច្បាស់អញ្ចឹងมันអាចផ្លូវទាំង3ហ្នឹងដើរជាមួយគ្នាបានទេ បើថាអបាយហ្នឹងគឺថាវាទៅដោយអកុសលអញ្ចឹងមកអត់មានអកុសលនាំទៅឋានសួគ៌ទេ បើត្រូវ ឃើញទេ បាទ ហើយបើថាកុសលហ្នឹងបើវាឲ្យផលគឺត្រូវទៅស្ទើសុគតិភពឯងមិនអាចកុសលហ្នឹងនាំឲ្យកើតក្នុងអបាយភូមិទេ បើ ណាហើយអរិយមគ្គហ្នឹងគឺថាជាផ្លូវទៅកាន់ព្រះនិព្វានទេវាអត់អាចអរិយមគ្គទៅកាន់និព្វានផងទៅកាន់ភពផងទេឃើញទេវាច្បាស់លាស់អញ្ចឹង បើ ហើយសត្វលោកយើងខ្ញុំក៏ណាជឿជាក់ថាធាតុល្អក្នុងទីនេះមិនមែនថាគេមិនយល់អាហ្នឹងមិនល្អក្នុងមនុស្សទូទៅគេល្អ ប៉ុន្តែធាតុល្អដែលសោភណៈធัวមានសទ្ធាជឿជាក់លើការត្រាស់ដឹងនេះណាគិតថាជឿជាក់ច្បាស់ថាសម័យនេះមិនតន់អស់ហើយ បើ ព្រោះអីបើសិនជាសម័យហ្នឹងកាលនោះការ commit ការតាំងចិត្តបញ្យល់ណា បើ គិតថាបើសិនជាសម័យហ្នឹងមនុស្សអស់សទ្ធាក្នុងការសិក្សាពាក្យពុទ្ធហើយពុទ្ធអត់ទុកទេ បើ ព្រះអង្គគួរទៅរំលែកសាសនានឹងចោលហើយ ត្រូវ ណាទី1គឺមើលទៅលើពាក្យរបស់ព្រះអង្គសម្ដែងថាសាសនៈព្រហ្មចរិយធម៌នេះនឹងស្ថិតនៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនដល់សត្វលោកអស់កាលជាអង្វែង បើ ឃើញទេនឹងមួយទៀតអ្វីវាកើតព្រោះហេតុនឹកឃើញរឿងពពោធិសត្វដែលអត់ចង់បានប្រពន្ធនោះព្រះបាទកុសរាជ កុសរាជ ហ្នឹងហើយមេដាចេះតែចង់រៀបអភិសេកឲ្យប៉ុន្តែលោកខ្មាស់គេដោយសារលោកអាក្រក់ បើ អញ្ចឹងទៅក៏ធ្វើឧបាយទៅថាមេដាហ្នឹងមិនប្រកាសជាមិនអាចរស់បានទេក៏ធ្វើរូបស្ត្រីមាសពីមាសមួយឲ្យស្អាតលើសមនុស្សដែលធ្លាប់ជួបថាបើសិនជាមានស្ត្រីណារូបស្អាតដូចរូបមាសដែលលោកធ្វើហ្នឹងនឹងរៀបអភិសេកជាមួយ បើ ហើយមេដាក៏គិតថាវាមិនដែលបុត្ររបស់យើងមិនធ្លាប់សាងវាសនាជាមួយនាងណាទេណាប្រកាសជាមានណាអញ្ចឹងទៅក៏ឲ្យរាជអាមាត្យនឹងសែងរូបមាសនឹងដើររកស្រីណាដែលស្អាត ទីបំផុតទៅជួបនាងប្រភាវតី ស្រី ស្អាតជាងនឹងទៀតនឹងរឿងហ្នឹងខ្ញុំកណាមិនយកមកជាឧបាយក្នុងការគិតថាទៅដើររកស្រីស្អាតទេខ្ញុំណាគិតថាវាមិនដែលធម៌ពុទ្ធល្អម្លឹងវាគ្មានអ្នកចង់ស្ដាប់សោះទេ ត្រូវ ជឿជាក់ចឹងហ្មង បើ អញ្ចឹងហើយបែរកាលនោះខ្ញុំណាគិតថាមួយជីវិតហ្នឹងបញ្យល់ឲ្យគេយល់ពីសច្ចធម៌នេះបានតែ10នាក់ក៏អស់ចិត្តដែរ ប
បងគ្រូ ហ្នឹងឲ្យលើសពីម្នាក់ដូចកោសរាជ បង ហ្នឹងឲ្យបាន10នាក់ក៏សប្បាយចិត្តដែរ បង ហ្នឹងតែយើងមកដល់បច្ចុប្បន្នវាលើសពីការស្មានពេលបើថាមិនជ្រៅជ្រះខ្លាំងយ៉ាងណាក៏វាបានលំនាំនៃការជ្រះថ្លាត្រូវដែរ បងចឹងបាននៅក្នុងសម័យពុទ្ធកាលដោយលោកគ្រូលើកឡើងចឹងមានរឿងជាពុគលាទិដ្ឋានច្រើនដែលគួរជាទីជ្រះថ្លាញាតិញោមពុទ្ធបរិស័ទអាចទៅសិក្សាស្ដាប់ព្រោះណាព្រោះដែលនៅក្នុងធម៌នេះមិនមែនថាសំដែងទៅឲ្យទៅរួចពីមាត់ទេអត់ទេគឺមានន័យសំខាន់ណាស់សម្រាប់ជីវិតហ្នឹងបើយើងគិតពីរឿងដូចសម័យពុទ្ធកាលអីបុគ្គលដែលប្រព្រឹត្តនៅអំពើមិនល្អច្រើនណាស់ព្រោះតែព្រះអង្គនៅតែព្យាយាមប្រោះចឹងបានស្មារតីតែនឹកឃើញដូចប្របាទប្រសិទ្ធិកោសលអីដែលគាត់ស្រឡាញ់នោះគឺសង្គ្រាមចូលចិត្តឬធ្វើសង្គ្រាមមួយគឺថាគួរស្ដាយចុះព្រោះមានកងទ័ពផងអីឲ្យច្បាំងឈ្នះរហូតមិនសូវចាញ់ដែរច្បាំងឈ្នះចេះតែមានអមោទនភាពណាចឹងហើយបានក្នុងបេដកដែលធ្លាប់សម្រាប់ពលលោកគ្រូថ្ងៃមុនដែរថាព្រះអង្គសួរថាហើយបើមហាបពិតហ្នឹងពេញចិត្តនឹងការធ្វើសង្គ្រាមហ្នឹងនេះក៏ពេញចិត្តរឿងហ្នឹងចឹងណាចឹងបានព្រះអង្គជូនពរព្រោះព្រះអង្គឲ្យពរថាឆាប់ដល់ជូនពរដល់មហាបពិតហ្នឹងឆាប់ជរានឹងមរណៈតើព្រះអង្គណាពរឲ្យពរផ្លែកវិញឲ្យពរអាយុវណ្ណៈសុខៈពលៈដល់ពរពុទ្ធឲ្យពរដល់ប្របាទប្រសិទ្ធិកោសលឆាប់ជរានឹងមរណៈឲ្យសូមព្រះរាជាជាអ្នកត្រេកអរនៅក្នុងបុណ្យណាជាអ្នកត្រេកអរនៅក្នុងអំពើដែលជាកុសលនឹងឯងអញ្ចឹងបានឃើញព្រះអង្គត្រាស់សម្ដែងមកគឺដើម្បីដឹកនាំសត្វហ្នឹងឲ្យល្អមកគ្រូសំបីបុគ្គលនឹងធ្វើយ៉ាងម៉េចក៏ដោយតែព្រះអង្គនៅតែដឹកនាំឲ្យល្អក្នុងដំណើរជីវិតហ្នឹងអញ្ចឹងហើយបានយើងឃើញមកដល់សម័យកាលនេះដែលមានពុទ្ធបរិស័ទនៅតែពេញចិត្តនៅក្នុងការស្ដាប់ពធដែលតពីរាប់ពាន់ឆ្នាំមកហើយបន្ទាប់ពីការត្រាស់ដឹងព្រះអង្គហើយមកដល់សម័យកាលនេះក៏យើងនៅមានពធនឹងស្ដាប់ណាញាតិញោមពុទ្ធបរិស័ទបានស្ដាប់ពាក្យដែលយើងមិនធ្លាប់បានស្ដាប់ហ្នឹងហើយស្ដាប់ហើយក៏ជ្រះថ្លាពេញចិត្តនៅក្នុងការបដិបត្តិហើយជាការពិតជាក់ស្ដែងយើងឃើញអ្នកដែលស្ដាប់យល់ហ្នឹងមិនមែនគាត់ស្ដាប់មួយថ្ងៃពីរថ្ងៃយល់ទេគ្រូគាត់តាមដានស្ដាប់យូរហើយគាត់ស្ដាប់ហ្នឹងគាត់ជ្រះថ្លាដូចតែខ្លះគាត់ប្រាប់មកហ្នឹងពេលស្ដាប់ធម៌ហើយគាត់ធូរចិត្តគាត់អញ្ចឹងមានន័យថាពីមុនគាត់មានបញ្ហាផ្លូវចិត្តរបស់គាត់នឹងយ៉ាងមានសម្ពាធមានអីចឹងទៅប៉ុន្តែស្ដាប់ដូចធូរមានហាក់បីដូចជាដោះស្រាយណាយើងឃើញថាធម៌ហ្នឹងលក្ខណៈដោះស្រាយផ្លូវចិត្តខាងក្នុងនឹងបានអញ្ចឹងហើយតម្លៃនៃធម៌ហ្នឹងគឺមានលក្ខណៈពិសេសចឹងដែលអាចឲ្យសត្វលោកហ្នឹងបានធូរស្បើយបានអញ្ចឹងហើយបានថ្ងៃមុនសម្ដែងរឿងព្រះសិរីបុត្ររឿងអីដែលសិក្សានៅក្នុងសំណាក់នៃព្រាហ្មណ៍ហ្នឹងនៅព្រាហ្មណ៍ព្រះពីជួហ្នឹងដែលសិក្សាឬមិនដែលលើពាក្យថាព្រះអង្គសម្ដែងពីផលនៃសេចក្តីទុក្ខមិនហេតុនៃសេចក្តីទុក្ខមិនទេណាប៉ុន្តែដល់ព្រះអស្ចារ្យលើកឡើងមកក្នុងវិន័យបេដកហ្នឹងលើកមកជ្រះថ្លាហើយលោកគិតថាព្រះអរិយទាំងឡាយហ្នឹងលោកជាអ្នកធ្វើឲ្យច្បាស់នៅព្រះនិព្វានដោយលោកគ្រូលើកឡើងមិញថាធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកធ្វើឲ្យច្បាស់ហ្មងដែលព្រះអស្ចារ្យលោកសម្ដែងមកហ្នឹងសម្ដែងឲ្យឃើញច្បាស់នៅក្នុងព្រះនិព្វានលោកឃើញអូព្រះនិព្វានអញ្ចឹងហ៎គ្រូមានបញ្ញាឃើញព្រះនិព្វានលោកដែលមានបញ្ញាឃើញដល់កន្លែងមគ្គដែលមគ្គផលកើតឡើងដែលឃើញនិព្វាននេះថាអូនិព្វានអញ្ចឹងតាដល់យើងហ្នឹងហើយយើងគិតថាព្រះនិព្វានដល់នៅណាយើងអត់ឃើញអាហ្នឹងវាពាក់ព័ន្ធនឹងបញ្ញាញាតិញោមពាក់បញ្ញាថ្នាក់ជាន់ខ្ពស់ប៉ុន្តែរាល់ថ្ងៃនេះយើងមិនចាំដល់ឃើញដល់ហ្នឹងទេឃើញតែចិត្តយើងនឹងកើតរលត់រាល់ថ្ងៃនេះវាពិសេសពេកណាឃើញចិត្តដែលកំពុងត្រាច់ទៅក្នុងអារម្មណ៍ទាំងឡាយតាមរយៈទ្វារ6អារម្មណ៍6រាល់ថ្ងៃនេះវាមានន័យលើសហ្នឹងណាយើងកាលញាតិញោមឮសម្ដែងអញ្ចឹងទៅនិយាយតែអភិធម្មណាក្រុមអភិធម្មអីចឹងទៅតាមពិតធម៌វាមានក្នុងជីវិតមែនណាញាតិញោមពិតមែនមិនថាអូស្អីក៏អភិធម្មស្អីក៏អភិធម្មជីវិតដោយសារឃើញថាធម៌ហ្នឹងវាពិតមែនដូចថាភ្នែកយើងចឹងឥឡូវយើងមើលតែភ្នែកយើងមានភ្នែកយើងបើសិនតែយើងមើលឃើញរឿងល្អប្រកបវាល្អហើយតែបើយើងឃើញរឿងមិនល្អប្រកបថាគឺមិនល្អអញ្ចឹងបានប្រពុតព្រះអង្គឲ្យយើងគាត់ព្រិសតិព្រោះភ្នែកហ្នឹងព្រះអង្គសម្ដែងថា
បើមិនឡើយកន្លែងនេះបងសំដែងពីអកុសលណាអកុសលតាមរយៈការឃើញនេះប្រសិនណាទី1អត់មានយោនិសោមនសិការៈទី2អត់មានសតិទេអកុសលកើតអយោនិសោមនសិការៈអញ្ចឹងត្រូវមានយោនិសោមនសិការៈហើយមានសតិទៀតណាហើយដូចអាមើលពេទ្យជីឧទាហរណ៍មើលត្រេះរីពេទ្យនឹងចេះចឹងមើលសុខាអកុសលលៀមអញ្ចឹងណាអញ្ចឹងមិនទៅប្រយ័ត្នសតិនឹងអត់ទេកុំសាងបាបក្នុងចិត្តណាកុំសាងបាបក្នុងចិត្តអាហ្នឹងត្រូវមានសតិត្រូវរលឹករឿយអញ្ចឹងបានពេលខ្លះយើងគិតថាបាបអីណាបាបអីអញ្ចឹងបានព្រះអង្គសម្ដែងថាបុគ្គលដែលព្រះអង្គសម្ដែងក្នុងធម៌ណាថាបុគ្គលពីលគឺរមែងពេញចិត្តនៅក្នុងអំពើបាបហ្នឹងហើយបាទដែលមិនខ្លាចអញ្ចឹងបានការដែលយើងសិក្សារាល់ថ្ងៃតាមដានសង្កេតពិនិត្យនៅក្នុងធម៌ញាតិញោមដែលយើងមើលរាល់ថ្ងៃហ្នឹងតាមរយៈទ្វារទាំងឡាយដែលធ្វើការរាល់ថ្ងៃហ្នឹងយើងត្រូវមានសតិស្មារតីរលឹកណាប្រុងប្រយ័ត្នពីព្រោះអំពើបាបអកុសលហ្នឹងវាតែផ្លេចទៅវាកើតហ្នឹងវាកើតតាមចិត្តហ្នឹងហើយវាធ្វើឲ្យចិត្តយើងហ្នឹងមិនមានសេចក្តីសុខទេអញ្ចឹងតាមរយៈពធដែលព្រះអង្គសម្ដែងមកគឺដើម្បីរៀបចំផ្លូវចិត្តយើងឲ្យល្អណាព្រះសទ្ធំហ្នឹងគឺដើម្បីរៀបចំផ្លូវចិត្តយើងឲ្យល្អតាមរយៈកាយវាចាចិត្តហ្នឹងឲ្យល្អប្រពៃណាតែកាលណាយើងរៀបចំល្អចិត្តហ្នឹងសុខហើយសុខហើយព្រមរស់នៅប៉ុណ្ណឹងទៅអញ្ចឹងបានមិញហ្នឹងថ្មមកដល់កន្លែងយើងអង្គុយពិចារណាហ្នឹងយប់ទៀតបាត់ហើយម្សិលមិញភ្លឺណាធ្វើការងារធម្មតានៅចប់ឥឡូវងឹតយប់ទៀតណាអញ្ចឹងពេលវេលានៃជីវិតរបស់យើងហ្នឹងអស់ទៅរាល់ថ្ងៃបើយើងពិនិត្យទៅយើងគិតថាខ្ញុំរស់បានគ្រាន់បើដែរណាសល់ហើយយូរឆ្នាំទៀតមកទៅណាឥឡូវអស់មកច្រើនឆ្នាំអញ្ចឹងកុំភ្លេចថាពេលវេលានៃជីវិតរបស់យើងរាល់ថ្ងៃយើងចាយអ្វីដែលសល់ទេអ្វីដែលអស់30 40ឆ្នាំអស់បាត់ហើយហើយដូចមកផ្លែលោកគ្រូ40ជាងមកផ្លែ70បាត់ហើយលោកគ្រូបើអញ្ចឹងមានន័យថាលោកគ្រូចាយអស់50បាត់ហើយអញ្ចឹងរងអីទាំងអាត្មាក្តីទាំងពេទ្យក្តីលោកគ្រូក្តីយើងចាយជីវិតដែលសល់ដែរតែអស់មួយថ្ងៃទៀតហើយព្រះអង្គសម្ដែងថាអាយុខៃរបស់សត្វលោកតែ75អស់100អាយុខៃគឺ100អញ្ចឹងពេលវេលាអស់ទៅមួយថ្ងៃហើយបើយើងយកពេលវេលានឹងសាងតែរឿងមិនល្អណាតែកណាមានបំណងរស់បាន150ឆ្នាំដែរបំណងកណាបើយ៉ាងហោចវិញណាហើយកណាកំពុងតែរស់ឧបាយដើម្បីឲ្យរស់បាន150ឆ្នាំហ្នឹងឯងជួយឲ្យហេតុផលហ្នឹងគឺពាក្យដែលកណាបរៀនអូចឹងហើយបានខំធ្វើសភៅធ្វើមេរៀនទុកក្នុង website សរសេរសភៅបើអានោះអាចពីសង្ឃឹមមិន100យ៉ាងហោចអាច200អីហើយបាន150ឆ្នាំបើសត្វហើយបើអាហ្នឹងបើអ៊ីនធឺណិតវាមិនខូចទេណាបើនៅក្នុង website នៅក្នុង YouTube មេរៀនហ្នឹងមានបើហើយជីវិតនេះវាមិនដឹងស្លាប់ថ្ងៃណាទេប៉ុន្តែអ្វីដែលចង់រស់នោះគឺចង់រស់នៅជាមួយនឹងគំនិតពីព្រោះរាល់ការបង្រៀនរាល់ការនិយាយគឺវាចេញពីគំនិតដូច្នេះកំពុងតែសាងហេតុឲ្យរស់បានយូរថ្ងៃហ្នឹងមេរៀនទាំងអស់ហ្នឹងធ្វើត្បិតថាឥឡូវហ្នឹងមានអ្នករៀនប៉ុណ្ណឹងក៏ពិតមែនប៉ុន្តែក៏គង់មានអ្នករៀនល្បេះល្បោះទៅថ្ងៃក្រោយសើចមើលតែអភិធម្មសើចមើលតែពាក្យចេតសិកហ្នឹងចេញមេរៀនមកអូខ្មោចសានជាបរៀនទុកដែរណាហ្នឹងអញ្ចឹងមានន័យថាលោកគ្រូបានគិតទុកឲ្យអ្នកចំនួនក្រោយបានសិក្សាស្ដាប់ផងណាមែនទេបើគ្រាន់តែបរៀនឲ្យទៅរួចខ្លួនកណាមិនបាច់ធ្វើសភៅមិនបាច់ធ្វើមេរៀនអីដាក់ QR code អីទេបរៀនឲ្យទៅហើយទៅវាថាចេះប៉ុណ្ណាប៉ុណ្ណឹងទៅតែតែទៀតឲ្យស្រួលរហូតដល់បោះសភៅទុកហ្នឹងគឺចង់ទុកឲ្យអាយុយូរបន្តិចបាទអញ្ចឹងបើសិនជាមិនបានឃើញប្រយោជន៍នៃធម៌ហ្នឹងទេបើជិលគ្រូមិនធ្វើការងារនឹងទុកយូរអញ្ចឹងទេណាបាទព្រោះខ្លួនឯងមុននឹងរកឧបាយរៀនអភិធម្មនឹងឃើញកណាត្រូវចោលប្រហែលជា10ឆ្នាំដែរបាទហ្នឹងហើយអញ្ចឹងមិនមែនថាឲ្យតែចូលមកកាន់ពុទ្ធសាសនាហ្នឹងវាសិតតែចូលចំកន្លែងឬក៏ត្រូវកន្លែងរៀនទេបាទហ្នឹងហើយដូច
ដំបូងឡើយកណាក៏វាមិនយល់ថាវាយ៉ាងម៉េចដែរហើយយើងចិត្តតែចង់ដឹងអញ្ចឹងណា បាទ មែនតើទៅដូចបើកឲ្យសួររាល់ថ្ងៃសុកអីនេះខ្ញុំមិនណាក៏គ្មានបានអះអាងថាចេះច្រើនអីដែរគាត់នៅថាចេះខ្លះអញ្ចឹងទៅកៃឡូអាចជួយបើកផ្លូវជួយបញ្យល់អីបានព្រោះការដែលខ្លួនឯងឆ្ងល់ហ្នឹងវាពិបាកសួរគេ បាទ ហើយយើងមើលវេទិកាសម្ដែងធម៌ពីដើមមកមានវេទិកាណាបើកឲ្យគេសួរ ហ្នឹង ដល់តែទីសម្ដែងធម៌គឺលោកទេសតែឯងណា បាទ ហ្នឹងហើយបើទោះជាទេសនាខេ2ខេ3លោកសួរតែគ្នាលោកនឹងសួរទៅសួរមកសួរទៅសួរមកដែលបើកឯណាឲ្យយើងបានសួរ បាទបាទ ហ្នឹងតែចឹងសំណួរចម្លើយវានៅលើតលោកអ្នកចង់សួរហើយលោកអ្នកចង់ឆ្លើយហ្នឹងយើងចាំតែសាធុហ្នឹងវាមានអត់មានពាក់ព័ន្ធអីជាមួយយើង បាទបាទ អញ្ចឹងបានបើកឲ្យសួរនេះមិនមែនចេះច្រើនទេគាត់ដឹងខ្លះហើយកន្លែងណាមិនចេះថាមិនចេះអញ្ចឹងទៅចប់ បាទ ចឹងបានណាមុន ថ្ងៃមុនពេលដែលលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតគាត់អញ្ជើញទៅវត្តណាបាទចាំពាក្យគាត់និយាយទាំងជ្រះថ្លានៅក្នុងធម៌ពេលដែលបដិបត្តិធម៌ឲ្យបានសេចក្តីសុខពិតតែសេចក្តីសុខមែនតើណាសេចក្តីសុខមែនតើគាត់ចង់ឲ្យគេស្ដាប់បដិបត្តិសុខដូចគាត់ដែរបាទចង់ឲ្យឃើញតែចង់បង្ហាញថាឃើញសភាវៈដែលការបដិបត្តិធម៌ឲ្យសុខមែនតើបាទលក្ខណៈពិសេសឡើយហ្នឹងអញ្ចឹងបានថ្មចេះតែនឹកឃើញថាព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងឡើងក្នុងលោកព្រះអង្គប្រកាសសម្ដែងទុកធម៌វិន័យព្រះអង្គទុកមកដល់ឥឡូវហ្នឹងមានថារាប់ពាន់ឆ្នាំលោកគ្រូគិតតែ150ឆ្នាំតែព្រះអង្គមិនសល់ទុក5000ឆ្នាំ បានជាកណាមិនហ៊ានសម័យថាឲ្យលើសហ្នឹងទៅកណាគិតថាគង់មានកុលបុត្រដ៏ឆ្នើមណាមួយដែលគេឆ្នៃឲ្យល្អជាងនឹងមេរៀនណា បាទបាទ ហើយដល់ពេលដែលគេបានមេរៀនស្រួលចុចចេញអីទៅសម័យក្រោយណា បាទ សានជានិយាយទៅក៏ដូច old style ពេក បាទបាទតាមពិតបើយើងឃើញតម្លៃនៃធម៌បើគ្រូបើសិនជាយើងគិតពាក្យពេចន៍ព្រះអង្គយកអពលឲ្យអ្នកស្ដាប់ឲ្យបានសេចក្តីសុខផ្លូវចិត្តពិតមែនយើងគួរតែទុកពេលវេលាយូរទៅទៀតព្រោះធម៌នឹងមានតម្លៃហើយថាជាឱសថព្យាបាលផ្លូវចិត្តរបស់មនុស្សច្រើនអានោះអាឃើញលក្ខណៈពិសេសនៃធម៌ហ្នឹងណាបើយើងគិតពីរឿងអបាយមុខផ្សេងច្រើនណាដែលធ្វើឲ្យមនុស្សកាត់ទុកមែនគ្រូហើយមិនថាតែប្រទេសណាទេកន្លែងណាដែរតែមានរឿងច្រើនដែលមនុស្សជាងកាត់ទុកអញ្ចឹងបានមេគាបធរនេះដែលអាឃើញថាប្រទេសដែលកាន់ពុទ្ធសាសនាជាទូយ៉ាងដូចប្រទេសយើងអញ្ចឹងយើងមានពុទ្ធសាសនាដែលល្អឯកជាសាសនារបស់រដ្ឋហើយតែពុទ្ធបរិស័ទមានឱកាសដើម្បីស្ដាប់ធម៌សិក្សាធម៌បានរងឯនេះអញ្ចឹងណាបាទហើយយើងមានឱកាសរងឯឃើញប្រទេសរបស់យើងសន្តិភាពប៉ុណ្ណឹងហើយយើងបានឱកាសស្ដាប់ធម៌ពិសេសក្រៃលែងអាគិតថាសំណាងញាតិញោមនៅប្រទេសយើងសំណាងមែនទេជាអ្នករស់នៅដែលសំណាងបានស្ដាប់ធម៌សិក្សាពធនេះ កណាខ្លាចតែអត់ដឹងថាខ្លួនមានសំណាង បាទ ជាយើងចង់តាមពិតរឿងរាល់ថ្ងៃមកពីចិត្តតែចង់បំពេញលោភៈទេ បាទ ណាបើសិនជាគ្រាន់តែមានសេចក្តីសន្តោសហើយនៅមានសិទ្ធិសិក្សារៀនសូត្របដិបត្តិហ្នឹងគឺយើងអាចសាងនៅសេរីភាពផ្លូវចិត្តបាន កណាសូមឱកាសពីលោកម្ចាស់បន្តិចដោយសារឃើញសំណួរសាកសួរថាពាក្យប៉ុនការអង្គុយនេះមនុស្សឆ្ងល់ច្រើនសំណួរសួរថាអង្គុយស្មើប្រសំអញ្ចឹងអីទេហ្នឹងណានៅស្មើមិនដឹងថាគាត់សួរក្នុងបំណងអីទេតែខ្ញុំចង់និយាយទៅកាន់អ្នកចង់ដឹងបងអ្នកខ្លះគាត់មិនបានសួរក៏ប៉ុន្តែជាងកាលក៏គាត់មិនដឹងដែរហ្នឹងហើយអញ្ចឹងសួរដោយបំណងអីក៏សួរទៅប៉ុន្តែឃើញទៅក៏ចង់ឆ្លើយតាមធម៌តាមវិន័យកុំឲ្យយើងចេះគិតថាបើខ្ញុំគិតថាចេះគិតថាចុះពីព្រោះពុទ្ធសាសនាយើងត្រូវទាញយកធម៌វិន័យជាបន្ទាត់ក្រិតរឿងខុសរឿងត្រូវនៅក្នុងសក្ខីយវត្តវគ្គទី3មានឈ្មោះថាធម្មទេសនាបដិសញ្យុត្តអញ្ចឹងចង់លើកតាមពុទ្ធដីកាឲ្យ clear តែម្ដងហ្នឹងហើយស្ដាប់ដោយជ្រះថ្លាស្ដាប់ដោយយកចិត្តទុកដាក់យើងមិនបាច់ពិបាកប្រកែកគ្នាហ្នឹងហើយការពោលតាមទិដ្ឋិយ៉ាងណានោះវាមិនចប់ទេយើងមានតែយកធម៌វិន័យយកមកវិនិច្ឆ័យតើវា
khóc rồi trời biết con nâng càng cuối bà mình sầm đài thua tê cuối cuộc tiệp chiêng thân ấy ở bành hà chẳng vấn tay đại cầm nót cứ bẹ con nâng sầm đài thua đại buộc này chiêng khné mình miền bành hà cứ asana để đại bị khné để làm chết sờ lông xề cái ná sờ lông xề để chứ nè cùng than lấy tôi là cái này chỉ pro xong bây giờ tray cái đó coi đặt kia chứ này vậy vì lên thường coi chuột kia này chuột kia bên là sờ lóng đấy vì mình chặt chỉ kề vì sờ lóng nó xây thì bên dây vì làm ăn món tiền ở lần dây ta khpu tiếp cho khpu tiếp bọn để dây tai bị rướng sầm đại thua đây này hay miền rừng tràn tiết đại lực bị buộc tiệt phần tay bởi lực rừng đang ấy trong cái này trong lực ở bị bồi dưỡng vẽ pon đang bắt song từ đạp thua những cái dương bắt đầu tay bị rừng buộc tiếp phần này dương click bắt đầu rừng xây tiết đại khâu vì này từ đạp thua ấy dương ở đọt bị trường ấy nó bành hà lột đại vấn đề dương ở chào rõ mấy đấy nè lấy xem lơ tầng o thầy dương từ tô châu từ đạp thố hay mình tên tới dương của hoa nó riêng đăng của bán mình đăng của bán vấn đề đi chi vì này bỏ bà phải chỉnh chân tăng vì sắc hàm bọt tìm mũi miền một thà nẹ chát tạ bàn này sát ác kỳ liền là sát thom tê sna rồi có thom mà tê sa mây tệ sắc ha cả đại này già nó thèm mà ọt mỏ thà thì khó có bay sắc xa thá mà ánh minh sầm đại thua đo mà nút không miên chừng ngữ để bằng chặt nè bà con là căn chặt ở đây vậy vấn đề mà nó ọt chư phóng bằng chặt ai làm chắc ọt bằng chặt nếu ọt dây bị area bọt để tu chô tu coi ấy cái đó tay bờ bằng chặt đôi khi ọt ấy thì chẳng nên dừng kịch tình năng phòng tí pí nè toàn đập bàn này sát akilian là sát thầm máng tê xe xa mày tệ xa kha cả này già vì họ có bay sắc xa thá mà ánh minh sầm đài thó đo mình nút không miên chùm ngữ đại miên chơi trọtក្នុងđài chơi trọt nó vô màu trọt tục luôn đấy chẳng ôi cái sủa chiêng lốc chua thòng lưng ai mà chua tục luôn chẳng nên đi xa mà đây vì này nó vô xa mà đây bên là bị khó comment được nè nhưng mình tha và lấy đấy mùi tiệt thì bay đấy anh nâng minh sầm đài thố đo mà nút không miên chùm ngữ đại miên krương sạch raក្នុងđài chẳng căn cặp lương căn ở vụt căn đào ấy nó mình nói sân này thua phép thì tự đã cho sân cặp lớn đã tân ai xuống sân ở đòi sân này đấy hay tỷ prám thoại ánh minh sầm đài thốt đo mà nốt miên chừng ngữ vẽ tận nọp trường vậy thì bầm muối vẽ bài trường chẳng sợ đọc máu tận nọp trường cả đối bài trường cả đối để vừa trọp trường nữa này ngay mình cua để chẳng dừng đạp thua không xa ấy nó cua đọt bài trường dạ đọt đăng dù chồng đăng cả đối mình chồng đăng đấy nhầm slide bạp nét chồng đăng này ti bầm pí mà anh nâng minh sầm đài thốt đo mà lúc không miên chùm ngữ nâu lời diên miền rọt triệt đào chẳng diên ấy cả đó diên chùm đi nấng nâu lời diên ở đôi sầm đài thì bạn không tin nít bạn nâu lơ đôi khné ở đây để nâu mùi khné không lan rồi mùi khné ấy nấng lơ rọt chùm mùi khné bạn là lốt nâu đấy ấy dương nâu lời diên bạn phải chạy tha sầm rạp tay mà lúc không miên chùm ngữ để
បើមនុស្សឈឺកំពុងតែដឹកទៅពេទ្យហើយនៅលើយានហើយលោកឈរអត់អីទេព្រោះគ្នាចោះវាមិនកើតយល់ទេមានករណីលើកលែងចឹងហើយទី8អាត្មាអញនឹងមិនសម្ដែងធម៌ដល់មនុស្សគ្មានជំងឺនៅលើទីដេកកំពុងតែដេកណាចឹងអត់ឈឺផងដេកស្ដាប់មកត្រេលអត់ឲ្យសម្ដែងទេបើឈឺអត់អីទៀតបោះគូតអីដល់ដេកហ្នឹងហើយទី9អាត្មាអញមិនក៏បីសម្ដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយត្របោមក្បាលជង្គង់មើលអង្គុយត្របោមក្បាលអង្គុយមិនហ្នឹងហើយអង្គុយធ្វើហ្នឹងហើយតែបើគាត់មានជំងឺអង្គុយអាយ៉ាបត់ខុសពីហ្នឹងវាអត់កើតអត់អីទេទី10អាត្មាអញនឹងមិនសម្ដែងធម៌ដល់មនុស្សគ្មានជំងឺជួតក្បាលអញ្ចឹងក្បាលជួតក្បាលអីហ្នឹងហ្នឹងហើយឥឡូវយើងពាក់មួកអីហ្នឹងជាមួយគ្នាដែរណាហ្នឹងឲ្យតែទូក្បាលជួតក្បាលបែកក្បាលអីទាំងអស់សុទ្ធតែលើកលែងដល់អ្នកឈឺហ្នឹងហើយឲ្យតែរបួសឬឈឺលើកលែងអញ្ចឹងបានពាក្យហ្នឹងថាគ្មានជំងឺបាទហើយទី12ទី11ទូមិនជួតឈ្នួតក្បាលហើយមួយទៀតទូក្បាលអញ្ចឹងយើងយកកម្មាមកគ្របក្បាលនឹងទូណាហើយទី12អាត្មាអញនឹងមិនអង្គុយលើដីសំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈលោកនៅដីហើយគេអង្គុយនៅលើអាសនៈហើយលោកអង្គុយនៅដីអត់ឲ្យសំដែងទេឃើញទេអាហ្នឹងអត់មានរឿងសមមិនសមទេយើងលើកយកវិន័យមកនិយាយទៅឆាប់ចប់ឃើញទេហ្នឹងហើយប៉ុន្តែបើយើងលើកតែសមនឹងមិនសមឧទាហរណ៍ថាគាត់នឹងឈឺគាត់ប៉ះដីអត់បានទេលាក់ស៊ីឬក៏កន្លែងហ្នឹងមានស្មៅមានអីហើយអាសនៈមានតែទូអញ្ចឹងហើយគេថតមួយទៅស្រាប់ឃើញលោកនឹងអង្គុយដីហើយឃើញមនុស្សអង្គុយស្ដាប់នៅលើអាសនៈជេឥឡូវភ្លើអត់ដឹងអីប៉ិនវិន័យព្រះអង្គអនុញ្ញាតថាមនុស្សនឹងឈឺអត់អីទេឃើញទេឃើញទោសនៃការអត់រៀនវាងាយកើតបាបទេងាយកាលណាឃើញមិនតន់សួរផងថ្ងៃណានោះឃើញលោកណានោះគាត់អង្គុយលើកៅអីទៅលោកឈរអញ្ចឹងទៅលោកនោះទៀបជាងអញ្ចឹងទៅជេរគាត់អានតអ្នកធំអញ្ចឹងតាមពិតគាត់ឈឺទៅនោមផ្អែមងើបរួញហ្នឹងដល់អញ្ចឹងទៅជេរទៅឃើញទេកើតតែបាបនឹងឯងតែដែលអត់ដឹងសម្រាប់អ្នកឈឺណាតែឈឺលើកលែងហ្នឹងយកច្បាប់មកនិយាយមកវាឆាប់ចប់អញ្ចឹងបានថានិយាយអីក៏ដោយបើសិននិយាយតាមការយល់ឃើញហ្នឹងវាមិនចេះចប់ទេអញ្ចឹងបានបុរាណពោលថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយមួយទៀតទី13អាត្មាអញមិនអង្គុយលើអាសនៈទាបហើយសំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈខ្ពស់ឃើញទេពាក្យប៉ុនសំដែងធម៌អញ្ចឹងបើមនុស្សនឹងអត់ឈឺផងហើយអង្គុយសំដែងធម៌ដល់មនុស្សដែលគ្មានជំងឺអង្គុយខ្ពស់ជាងអាហ្នឹងហាមតែខ្ពស់ជាងទេតែបើស្មើអត់ហាមទេឃើញទេនេះដែលមើលឃើញមកសួរហ្នឹងឥឡូវខ្ញុំឆ្លើយណាហ្នឹងហើយឥឡូវខ្ញុំអត់មែនជាអ្នកជំងឺទេតែខ្ញុំអង្គុយខ្ពស់ជាងលោកចាស់ទេអង្គុយស្មើអញ្ចឹងស្មើអត់អីទេឃើញទេបងហាមតែថាអត់ឈឺផងតអង្គុយខ្ពស់ជាងហើយបើកណាឈឺទៀតគេហៅថាកៅអីខ្ពស់នេះកណាត្រូវជាមួយអាហ្នឹងដូច wheelchair ខ្លះហើយលោកម្ចាស់មានអាទៀបឬក៏គង់លើក្រោមក៏បានដែរហើយកណានៅលើ wheelchair អាហ្នឹងខ្ពស់ជាងក៏ប៉ុន្តែឈឺអត់អីទេហ្នឹងលើកលែងដោយការដែលព្រះអង្គទៅប្រោសពោតកតៈតេសថេរៈដែលលោកឈឺងើបរួយព្រះអង្គឈរដីហ្នឹង
rồi nhiệt nhau khác còn nơi pe đây còn sầm rạp kề pe khpu hay chẳng sao អត់អីទេលោកម្ចាស់ទៅមើលគាត់នៅពេទ្យគាត់នៅលើក្រែពេទ្យខ្ពស់លោកម្ចាស់អត់មានកន្លែងគង់ឈរសម្ដែងធัวគាត់អីហ្នឹងហើយអត់អីទេហ្នឹងហើយលើកក្បួនមកនិយាយវិន័យមកនិយាយមកឆាប់ចប់ហើយទៅចេះទៅចោះហ្នឹងអាណិតជួយផ្ញើបីដកឲ្យខ្ញុំមើលផងខ្ញុំរៀនបន្ថែមអញ្ចឹងណាលោកខ្ញុំវាចេះវាមិនគ្រប់កន្លែងហ្នឹងបាទ តែបើយើងនិយាយសំចិត្តហ្នឹងវាមិនចេះចប់ទេទី14អាត្មាអញមិនសំដែងធัวដល់មនុស្សគ្មានជំងឺដែលអង្គុយចង់និយាយថាមនុស្សនោះអត់ឈឺទេតែអង្គុយហើយឲ្យលោកឈរទៅវិញប៉ុន្តែជួនកាលយើងច្រឡំទេឃើញលោកឈរសំដែងធัวគោរពលោកអង្គុយវិញខុសបាត់ឃើញខុសវិន័យ សរុបមកគឺថាអ្នកស្ដាប់មិនក៏បីកាន់យកអរិយាប័ត្រស្រួលជាងអ្នកសំដែងបើលំចាស់គង់ហើយយើងស្ដាប់ឈរអត់អីវិញអង្គុយដូចគ្នាអត់អីឈរដូចគ្នាអត់អីតែបើលំចាស់ឈរយើងអង្គុយស្ដាប់លំចាស់ថតបាត់ឃើញខុសហើយនិយាយតាមសមបងថាខុសមើលនាំនឹងអង្គុយព្រាតឲ្យលោកឈរណែវាទៅជាចេះយើងអ្នកគិតអានឹងវិន័យគិត តែវាមិនវិន័យព្រះមែនទេហ្នឹងយើងគោរពពេលលោកឈរសំដែងអវាទអីឲ្យយើងគ្រាន់តែឈរបង្អោនស្ដាប់ទៅកុំអង្គុយបើយើងអង្គុយត្រូវមុនលោកគង់សិនឲ្យលោកអង្គុយដែរមកគង់ដែរមកបានយើងអង្គុយស្ដាប់ទៅអត់ត្រូវទោសលោកអាហ្នឹងវិន័យអញ្ចឹងហើយទី 15 អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺដើរពីមុខមានន័យថាមនុស្សនឹងអត់ឈឺទេតែដើរខាងមុខលោកប៉ុន្តែបើមនុស្សនឹងឈឺឬក៏មនុស្សនឹងខ្លាចខ្មោចពេលយប់ណាក៏សុំដើរមុខបាទអាហ្នឹងវាមានភ័យជាហេតុមានអាពាធឬក៏ភ័យជាហេតុតែអត់ឈឺផងអត់ភ័យអីផងដើរមុខលោកហើយលោកសំដែងធម៌ពីក្រោយប៉ុន្តែបើអត់សំដែងធម៌អត់អីទៀតអត់អីទេ ខាងដើមមុខដើរក្រោយបើអត់សំដែងធម៌អត់មានទោសដល់លោកទេឃើញទេជួបផងបើទីហោលោកចាស់បើអត់ចាំណាទៅអត់មានផ្លូវដើរអត់មានផ្លូវដើរមិនហើយយើងត្រូវឆ្លងកាត់ទៅទឹកឬទៅអីចឹងឆ្លងពីមុខលោកពីក្រោយលោកពីមុខពួកអីពីក្រោយលោកចាស់គង់អត់ចាំហើយអត់មានសិទ្ធិវាជាមានទៅតោះអីមិនដើរជន់លោកទេណា ไม่ได้ชวน ទី 16 អាត្មាអញនឹងមិនដើរក្រៅផ្លូវសំដែងធម៌ដល់មនុស្សគ្មានជំងឺដើរក្នុងផ្លូវមានគេបង្ហោះនៅក្នុង Google ដែរសរសេរវត្តសរសេរពាក្យថាសេកខយវត្តសេកខយវត្តសរសេរ សស្រៈអេកជើងខស្រៈអេយោវតជើងតហើយដាក់លេខ 75 សក្ខីយវត្ត 75 ក្នុងវគ្គទី 3 មើលអស់គ្នាទៅកុំឲ្យអត់ចេះចេះតែកើតបាបគេគួរចេះគេគួរអញ្ចឹងអញអត់ចេះសោះទៅនិយាយធัว30 ឆ្នាំកាលរឿងប៉ុណ្ណឹងមិនដឹងមិនណាមុនទេ chẳng vậy mặc đó bác của nó đây thì mình miền đây ra đây còn là dành dòng xâm đạp vào bọn ấy dành dòng là còn toàn xâm ra nữa xâm đạp cho mùi cà lai như thế dành dòng xâm đạp ra thật là bắt thó vào bình chặt xâm đạp chẳng tư đặt miền đây tê còn là chạy làm lệ cả xâm đạp vào dành dòng bật bỏ là sắp đôi chia mình miền họ ấy của nó đã miền họ ấy thế ở thay internet đến dòng riêng luôn xâm đạp đòi chỉ là rồi chẳng đôi chia mình biết đấy chẳng thế cả rịp rộp hồ hài màu mà đẹp tịch biển lực rù nông tin đi và giờ dùng pi nằm là thò mặt tiền chạy dùng lấy bật thò cho mùi bật bỏ đi sạch đã chô rùm trong cam vị thi có lại xem gồm miền xâm lùa miền chùm lời xạ xùa bánh hai chi vật khá từ tập xạ xùa pi ការបដិបត្តិធម៌ក្នុងជីវិតធ្វើមិនដើម្បីឲ្យជីវិតនឹងបានល្អចឹងទៅតាមកន្លែងមួយសត្វតែមានញាតិញោមសាកសួរបញ្ហាផ្សេងចឹងទៅ
បាទអាហ្នឹងគឺ ដែលការដោះស្រាយបញ្ហាក្នុងធនក៏តាមចំណែកនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទអញ្ចឹងរាត្រីនេះដូចជាបញ្ចប់ត្រឹមហ្នឹងពុទ្ធណាបាទមិនមានអីច្រើនទេសូមឲ្យញាតិញោមពុទ្ធបរិស័ទអ្នកទស្សនាទាំងឡាយក្តីញាតិញោមដែលស្ដាប់ឬសំឡេងពធក្តីសូមបានរស់នៅជាសុខគ្រប់គ្នាសូមជាអ្នកណារស់នៅក្នុងសេចក្តីសុខសពកាលគ្រប់ព្រះអង្គគ្រប់គ្នាពុទ្ធណាសូមអនុមោទនា ទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដល់ខ្ញុំព្រះករុណាទុក្ខបត្តាចនិតទុក្ខាភយបត្តាចនិតភយាសោកបត្តាចនិសោកាហោនទោសពេបេបានិណោ